បែបយ៉ាងប្រហែលខ្លួនយើងផងយើងយកទៅមិនបានចោះចំណងរបស់ក្រៅខ្លួនមានយកទៅឯណាបានព្រះអង្គគិតមើលបានក្តាច់នឹងនឹកឃើញថាអញ្ចឹងមែនយកទៅអត់បានប្រតិបាលថែលោកថាមហារាជអាត្មាឃើញមានពាក្យមួយទៀតថាសិក្សាពីព្រះមកថាសត្វលោកនេះប្រព្រឹត្តទៅជាទាស័កខ្ញុំបំរើនៃតណ្ហាបំពេញសេចក្តីត្រូវការមិនចេះឆ្អែតមិនចេះស្កប់ស្កល់ជាខ្ញុំនៃតណ្ហាលោកថានឹងមានន័យថាម៉េចស្ដេចនឹងសួរថានឹងមានន័យថាម៉េចមានន័យថាមនុស្សយើងកាលកើតមកក្តាប់ដល់ទៅស្លាប់ទៅវិញលាដៃខ្ញុំចំណាំមើលកើតមកស្លាប់ក្តាប់កើតមកក្តាប់ដល់ទៅវិញលាដៃមានន័យថាបែបភ្នែកឡើងចង់មានចង់បានទាំងអស់គ្នាចង់រស់បានអាយុវែងចង់ឡើងលៀបឡើងយុះដល់ក្រុមគ្រួសារខ្លួនចង់បានទ្រព្យសម្បត្តិដល់ខ្លួនដល់ក្រុមគ្រួសារខ្លួនហើយដល់ពេលចង់រស់នៅបានវែងដល់ស្លាប់ទៅចង់បានឋានសួគ៌ប៉ុន្តែទីបំផុតរបស់ដែលយើងចង់បានអត់មានយកអីទៅជាមួយទេដំបូងថាអញបានកង់មួយអស់ចិត្តដែរដល់បានកង់អញចង់បានម៉ូតូបានម៉ូតូអាម៉ាក់នេះចង់បានម៉ាក់នោះអាសេរីលើហ្នឹងបានម៉ូតូឃើញគេជិះឡានអញចង់បានឡានដល់បានឡានអញឃើញគេធ្វើផ្ទះធំអញចង់ទិញដីធ្វើផ្ទះធំទិញមួយកន្លែងហើយមួយកន្លែងទៀតអញលើគេថាទិញដីឯណោះដាំជាការអាមេរិកជាការស្វាយចិត្តទីទៅទិញឯណោះថាដីណាល្បីណាដីណាទៅទិញគ្រប់កន្លែងយូរទៅថាគិតទៅមួយជីវិតយើងឃើញតែស្វែងរកទីបំផុតស្លាប់ចោលទៅវិញទាំងអស់ដោយមហាអាត្មាអន្តរាកន្ធីថាកាពះមនុស្សប្រព័ន្ធក្បាលឆ្កែប៉ុន្តែមហាចេតាប្រាថ្នារបស់មនុស្សគ្មានលេខដាក់បើមនុស្សមិនចេះទប់ស្កាត់ទេមនុស្សប្រាថ្នាទល់តែស្លាប់ដូចសត្វសណក់ពំសាច់ម្ដុំមិនព្រមហូបអញ្ចឹងសត្វសណក់គឺសត្វឆ្កែដែលវាឃ្លានអត់បាយពីរថ្ងៃវាឃើញសាច់ម្ដុំវាពំថាអូយអពំទៅខ្លាចគេទៅដើមគិតតែពំរត់ឲ្យឆ្ងាយក៏មកគេទៅដើមរត់ខ្លាំងពេកដាច់ខ្យល់ស្លាប់បដ ாய் មិនបានហូបប្រៀបធៀបថាមនុស្សខ្លះប្រឹងអើយប្រឹងអត់ចំណាយជីវិតខ្លះដើម្បីធ្វើបុណ្យអត់ចំណាយពេលខ្លះដើម្បីជួបជុំម៉ែឪអត់ចំណាយពេលខ្លះដើម្បីសប្បាយផ្ទាល់ខ្លួនប្រឹងទីបំផុតដល់ថ្ងៃដួលព្រោះតែមកគ្មានបានចាយលុយនឹងទេស្លាប់ទៅទេចឹងហើយបានជាអ្នកមិញនេះលោកមហាអាត្មាអន្តរាកន្ធីបីដាប្រជាធិបតេយ្យលើលោកនៅឥណ្ឌាសូម្បីអាមេរិកក៏ចម្លងតាមដែរមួយទៀតលោកអាញស្តានដែលជាមេទ្រឹស្ដីបរមាណូគាត់បាននិយាយថាដើម្បីឲ្យជីវិតមានន័យទី1ខំប្រឹងរកស៊ីធ្វើការទី3ដើរលេងកំសាន្តខ្លះទី2ដើរលេងកំសាន្តខ្លះទី3ធ្វើបន់សន្តានជាប្រយោជន៍ដល់មនុស្សជាតិជំនាន់ក្រោយផងបើមិនធ្វើអីទេក៏គង់តែស្លាប់ទៅវិញតែដែលទេចំណែកខាងលោកញូតុនវិញគាត់ថាគាត់មុខវិជ្ជាអគ្គិសនីគាត់រកឃើញប៉ុណ្ណេះដោយគាត់ដើរតាមមាត់សមុទ្រឬបានសបកក្រុមមួយទេនៅមានសបកក្រុមច្រើនទៀតទុកឲ្យមនុស្សជំនាន់ក្រោយស្វែងរកប្រយោជន៍ដើម្បីមនុស្សផងចំណែកអ្នកផលិតទូរស័ព្ទ iPhone iPod iPad ផលិតកុំព្យូទ័រ MacBook គឺលោក Steve Jobs មុននឹងស្លាប់ទៅគាត់ថាខ្ញុំជាមនុស្សដែលគេទទួលស្គាល់ថាមានជ័យជំនះលើមុខចំនួនមានប្រាក់រាប់រយពាន់លានដុល្លារប៉ុន្តែឥឡូវនៅលើគ្រែរងចាំស្លាប់ទៅ2-3ម៉ោងទៀតខ្ញុំស្លាប់ហើយដូច្នេះទ្រព្យសម្បត្តិរបស់ខ្ញុំទៅ2-3ម៉ោងទៀតខ្ញុំលែងមានន័យលែងមានប្រយោជន៍សម្រាប់ខ្ញុំហើយបើសិនជាខ្ញុំមិនយកទ្រព្យនេះទៅធ្វើចាត់ចែងជាប្រយោជន៍មនុស្សជាតិទេខ្ញុំនឹងស្លាប់ទៅចោលទាំងអស់ចឹងហើយសូមផ្ដាំអ្នកនៅក្រោយបើប្រឹងដើម្បីតែជីវិតរស់សុខសាន្តពេលរស់ហើយបានសុបាយហើយកុំភ្លេចម៉ែកុំភ្លេចឪកុំភ្លេចបងប្អូនធ្វើល្អឲ្យបានច្រើនជាមួយក្រុមគ្រួសារនិងមនុស្សជាតិទៅខំទៅណាក៏កិច្ចមិនផុតពីស្លាប់ដែរទាំងអស់នេះគឺជាទ្រឹស្ដីអ្នកប្រាជ្ញដើម្បីស្វែងរកទីពឹងចុងក្រោយមានសេដ្ឋី2នាក់មួយនៅសិង្ហបុរីមួយនៅប្រទេសស្រីលង្កាទ្រព្យសម្បត្តិច្រើនណាស់ដល់ពេលចិត្តស្លាប់ទៅបានដឹងខ្លួនយកទ្រព្យសម្បត្តិនោះមកកសាងជាដងជាសាលារៀនស្ពានថ្នល់ឥឡូវគាត់ស្លាប់ទៅបាត់របស់គាត់នៅតែគេប្រើគេដាក់ឈ្មោះគាត់យ៉ាងប្រងព្រាតចឹងណាខ្ញុំណានៅស្រុកខ្មែរសាលារៀនខ្លះដូចនៅបាត់ដំបងអីមើលគេហៅសាលាសោហើគេហៅសាលានេតយ៉ងគេហៅសាលាអីផ្សេងទៅគឺថាតអ្នកកហបដីអស់នោះគាត់កសាងមុននឹងស្លាប់ទៅកសាងសាលារៀនកសាងស្ពានថ្នល់ទាំងនេះហើយដែលជាបណ្ដាំរបស់អ្នកប្រាជ្ញធំថាបើយើងមិនធ្វើអីក៏ស្លាប់ដែរអញ្ចឹងហើយបានអាត្មាគ្រាន់តែលើករឿងពីខាងក្រៅមកដើម្បីបញ្ជាក់អំពីទីពឹងដែលព្រះពុទ្ធសម្ដែងសរុបឡើងវិញទីពឹងទី1គឺពឹងម៉ែឪទី2គឺពឹងចំណេះដឹងនិងការងារកម្លាំងរបស់យើងទី3គឺពឹងសិលទានជីវិតចុងក្រោយរបស់យើងមានតែសិលហើយអ្នកនៅខាងលងទ្រាអាត្មាទៅបុណ្យពីដើមចាស់គាត់សូត្រតាំងពីជំនាន់9ជាងចាស់គាត់សូត្រថាបុគ្គលពួកខ្លះគេបបួលលះឲ្យទៅធ្វើបុណ្យថាជាប់ការងារកំពុងតែកុនឲ្យទៅធ្វើបុណ្យទៅមិនកើតទេដល់តែខ្លួនស្លាប់ទៅប្រពន្ធកូនចៅញាតិថៅនោះគេសែងយកទៅដុតកប់ចោលទៅទេមិនក៏មិនប្រកែកថារវល់គេទៅបុគ្គលបែបនេះហើយគ្មានតម្រេះចេះគិតឲ្យជ្រៅនឹកស្មានថាខ្លួនចេះតែរស់នៅមិនអាចនឹងទៅនៅដល់ចាស់សក់ស្មាននេះខុសសោះអត់ស្ដាយសំណោះដែលខ្លួនកើតមកថាជាប់ការងារវង្វេងជ្រុលជ្រោកមិនគិតស្វែងរកទានសិលភាវនាត្រូវតែប្រឹងប្រញាប់ធ្វើបុណ្យឲ្យឆាប់ចាប់ពីពេលនេះឯងកុំទុកថ្ងៃក្រោយត្រូវគិតឲ្យវែងថាការស្លាប់នេះឯងមិនទៀងទេណាលុះខ្លួនស្លាប់ទៅធ្លាក់នរកជ្រៅរងទុកខ្លោចផ្សាមកកើតជាប្រែតរស់អត់អាហារតើទ្រព្យសម្បត្តិប្រពន្ធកូនឯណាមកជួយយើងបានមានតែបុណ្យកុសលតែប៉ុណ្ណោះបាននៅក្នុងសត្រា
ពងសាវតាវត្តបណយលោកថាមានទ្រព្យតិចតួចមានកាលចោលលួចភ្លើងឆេះអស់ទៅកាលខ្លួននៅរស់របស់គង់នៅដល់តែខ្លួនស្លាប់ទៅអាសាសូនសោះសង្ឃឹមកូនចៅនៅខាងក្រោយបើគេធ្វើបន់ឲ្យគេឲ្យតាអាចារ្យអានឈ្មោះនោះក៏ទេដាច់ជេរឆ្នាំងបាយទម្លុះកបិតបន្ទោបចុះកំពងគ្រឿងមាសគ្រឿងពេជ្រគ្រឿងប្រាក់គ្រឿងស្ពាន់តុកថាដែលខ្លួនបំរុងគេថាទ្រព្យគេមិនខ្ចីយកមកដាក់ប្រឡងទេគេទុកបំរុងចាញ់ចាយចាយគ្នាគេទៅញ៉ាប្រឡងប្រហោងក្នុងយកមកដាក់វិញអាត្មាបើកបានតញយសបកកេះឡើង3ត្រួតគ្នាខ្ញុំរៀបចានដាច់ឲ្យធំប៉ុណ្ណាណៃពីហែកទៅលើចិត្តដូចស្គរហើយដាក់សបកកេះទៅទេ3ក្នុងនឹងខ្សឹកអាកែនស្បើកហើយអាពីលើបន្ទាប់សបកចានស្រាក់មួយទៀតសល់ប្រមាណយកជ្រុញយកកបិតយកចានមកបិទឯងពាត់ជុំវិញមើលទៅកពុះត្រឹមកធំមកប្រឡងនេះដាក់ឡានអត់ចូលទេផុតទៅពីរួងបនហាយខ្វប់ញាត់តែមួយចានដែកសោះរៀបឡើងប៉ុណ្ណាណៃក៏រសបកកេះចឹងបានថាគ្រឿងមាសគ្រឿងពេជ្រគ្រឿងស្ពាន់តុកថាសរបស់យើងកូនគេមិនយកមកដាក់ប្រឡងទេគេមកទៅទិញអាប្រឡងប្រហោងក្នុងមកដាក់ហើយគេទុកចាញ់ចាយចាយគ្នាហេតុដូច្នោះនៃរាល់រូបប្រុសស្រីគួរតែគិតអនិច្ចាស្លាប់ទៅជាខ្មោចអសោចវេទនាមិនមានអ្នកឯណាកំដរទៅផងឡើយមានតែសិលទានជាស្ពានចម្លងជាទុកជាក្តារជាវាចៅឆ្លងរួចនាំរំលងវាលវត្តសង្សារមហាធំធេងវង្វេងកោះត្រោយនេះទៅបានចឹងហើយបានថាតន់ជីវិតរស់នៅខិតខំធ្វើឲ្យហើយចឹងបានញោមមានពាក្យថាថ្វាយខ្លួននឹងចូលកាន់សិលជាឧបាសកឧបាសិកាកុំឲ្យប្រហែសកាលណាស្លាប់ទៅថ្ងៃណាមួយវាអត់ទៀងបើយើងបានថ្វាយខ្លួនឲ្យល្អណាស់និយាយរឿងរ៉ាវដើម្បីកំដរទឹកចិត្តញោមអ្នកដែលពិចារណារឿងនឹងឲ្យកាន់តែច្បាស់អំពីជីវិតនឹងថាយកអីទៅមិនបាននឹងនិយាយពីអនន្តសេដ្ឋីសាសនាផ្សាយចូលមកដល់ក្រុងសាវត្ថីអនន្តសេដ្ឋីឃើញគេទៅស្ដាប់ធម៌ឃើញគេធ្វើបុណ្យគាត់បញ្យល់កូនគាត់ថាណែកូនកុំធ្វើបុណ្យកុំធ្វើទានកុំរសាសិលអីទាំងអស់អញគ្មានជឿទេគ្មានអាណាមានបុណ្យមានសិលមានទានស្អីទេមិនសមទ្រព្យទុកចាយឲ្យតែសបាយទៅអានឹងបុណ្យណាមានអ្នកខ្លះក៏គាត់យល់អញ្ចឹងទល់សពថ្ងៃទេគាត់ថាឋានសួរវានៅទាំងមានលុយមានឡានមានផ្ទះធំអាហ្នឹងឯងឋានសួរណោះខ្លះគេថាសម្បត្តិមនុស្សក៏សាច់ក្លែមហើយស្រាសម្បត្តិទេវតាមានតែធូបហើយនឹងទៀនសម្បត្តិនឹកទៀនមានតែមកឲ្យចិត្តដីទៅខ្វល់អីរស់ស៊ីឲ្យតែបានលុយកាក់ហ្នឹងឯងឋានសួរស្រាប់តែគាត់បានលុយមកកណោធ្វើផ្ទះថ្មីហើយឥឡូវគាត់ស្លាប់លាន់ហើយចូលទៅឲ្យចុះស្លាប់ដោយសារអីអានោះដោយសារអស់លុយគេថាឲ្យតែមានលុយកាក់មានលុយចាយបាយហូបអាហ្នឹងសុខស្រួលហើយឥឡូវមិនក៏មានលុយកាក់លុយចាយបាយហូបហើយមិនក៏នៅតែកើតទុកនៅតែស្លាប់ទៀតថាហ្នឹងមកពីវាអស់បុណ្យលុយកាក់មិនតាន់អស់ទេវាអស់បុណ្យមនុស្សយើងស្លាប់ទៅដោយសារអស់បុណ្យមនុស្សយើងស្លាប់ដោយសារអស់អាយុអស់បុណ្យនឹងអាយុតំណាលគ្នានឹងមានកម្មពៀចូលមកកាត់ផ្ដាច់មិនមែនស្លាប់ដោយសារអស់លុយទេមនុស្សកើតមកគ្មានយកលុយមកទេមនុស្សកើតមកអត់យកមាសមកទេប៉ុន្តែមនុស្សចេះរស់នៅលើដីនេះបានយើងមើលសត្វពេញព្រៃវាអត់មានយកលុយមកវាចេះរស់បានធម្មជាតិបង្កើតមកតម្រូវឲ្យរស់ប៉ុន្តែអាយុវែងនិងអាយុខ្លីដោយសារមានបុណ្យកើតមកដៃទៅទេដូចគ្នាណាមានសមត្ថភាពចេះធ្វើប្រាសាទគេចាត់ចែងឲ្យទៅធ្វើប្រាសាទបានរាប់ពាន់ណាចេះគ្រប់គ្រងធ្វើចម្បាំងគេចាត់ឲ្យទៅធ្វើមេតបមេទាហានមេចម្បាំងណាកើតជាស្អីកម្មវិចាត់ចែងឲ្យទៅខាងនោះអញ្ចឹងកាលកើតមកដៃទៅទេដូចគ្នាហ្នឹងឯងក៏ប៉ុន្តែសមត្ថភាពនិងបុណ្យកុសលអ្នកចាត់ចែងមនុស្សទាំងអស់អញ្ចឹងបានអាត្មាបញ្ជាក់ថាសត្វទាំងអស់កើតមកគ្មានយកមាសមកវាចេះរស់មានអាយុវែងអាយុខ្លីមនុស្សយើងក៏ដូចគ្នាដែរដូច្នេះហើយការកើតជាមនុស្សនេះទោះបីកាលកើតមកអត់លុយបើមនុស្សទាំងអស់មិនចាយលុយក៏ដោយគួយមាននៅតែអាយុវែងអាយុខ្លីខុសគ្នាគេថាអ្នកស្លាប់ដោយសារអស់បុណ្យហ្នឹងលុយនៅមានចាយបាយនៅមានហូបសាច់ឈាមនៅមានឆ្អឹងនៅមានប៉ុន្តែមនុស្សនេះមិនអាចរស់តទៅមុខទៀតបានទេព្រោះបុណ្យដែលនាំឲ្យកើតជាមនុស្សអស់ត្រឹមប៉ុណ្ណឹងហើយយើងអត់បានបន្ថែមបុណ្យទៀតអញ្ចឹងបានមានពាក្យមួយថាធ្វើបុណ្យចម្រើនបច្ចុប្បន្នចម្រើនអាយុហ្នឹងគឺសពបុណ្យបញ្ចូលបន្ថែមកុំឲ្យឆាប់អស់បុណ្យណាហើយញោមជាម្ដាយហ្នឹងញោមនារីហ្នឹងឯងហ្នឹងកូនចៅពីសពបុណ្យឲ្យចូលបានច្រើនណាអញ្ចឹងអាយុមុខទៅវែងជាង100ហ៎ញោមនឹងតែបានរស់អាយុជាង100ហើយព្រោះគេបញ្ចូលបុណ្យថែមឲ្យទៀតហើយឡើងខ្វះឲ្យដូចអាគុយអញ្ចឹងវាអស់ចិត្តអស់ភ្លើងកូនគេបញ្ចូលឲ្យពេញហ្មងដូចតែកេះហ្គាសអញ្ចឹងវាចិត្តអស់ហ្គាសគេបញ្ចូលឲ្យពេញហ្មងដូចកបោបលុយញោមចិត្តអស់លុយកូនគេបញ្ចូលឲ្យពេញយ៉ាងណាមិញញោមប្រងចាយបុណ្យអស់ឥឡូវកូនគេចាប់ដើមបញ្ចូលបុណ្យឲ្យទៅជាងឲ្យកូនបានបញ្ចូលបុណ្យឲ្យញោមទៅមហាជាងគេបញ្ចូលបុណ្យឲ្យតែប៉ុណ្ណេះដឹងតែបានអាយុជាង100ហើយគិតចុះគិតឡើងវាអភ័ព្វអីអាត្មានេះទៅវិញដែលមានកូនណាធ្វើបុណ្យចម្រើនបច្ចុប្បន្នឲ្យគេម្ដងសោះសង្ស័យថាអាយុមិនបានវែងទេជាតិនេះញោមណាស់ហើយអាត្មាចេះតែបារម្ភដែរមើលទៅសង្ស័យតែជាតិហ្នឹងអាយុមិនបាន200ឆ្នាំទេអាត្មាពុំដែលមានកូនណាចម្រើនបច្ចុប្បន្នឲ្យម្ដងដែលមានកូនណាសពបុណ្យឲ្យដូចញោមបើណាស់បើមិនបាន200ឆ្នាំទេ180 190ក៏យកដែរញោមចេះតែទ្រាំយកទៅធ្វើម៉េចបើយើងអត់មានកូនណាចម្រើនបច្ចុប្បន្នឲ្យដូចញោមអញ្ចឹងណា
ចឹងហើយបានមនុស្សខ្លះអាយុវែងអាយុខ្លីខុសៗគ្នាកុំចំណែនអ្នកខ្លះធ្វើផ្ទះថ្មីហើយស្លាប់ទិញឡានថ្មីហើយស្លាប់ក៏មានដែរអ្នកខ្លះគ្មានផ្ទះគ្មានអីធាក់តែសក្លោរស់នៅទល់តែឥឡូវមិនងាយស្លាប់ក៏មានដែរចឹងជីវិតនឹងកម្មវាចាត់ចែងមកវាជាអាចកំបាំងមួយដែលយើងបទជនពិបាកដោះស្រាយណាតើអ្នកគិតក្នុងផ្លូវធម៌ឲ្យច្រើនបានយល់បានអនន្តស័យថៃគ្មានគិតអីទេផ្ដាំកូនអញគ្មានជឿអីទាំងអស់កុំធ្វើបន់កុំធ្វើសិលកុំធ្វើទានសុំតែទ្របទុកទៅអានឹងសុខសប្បាយស្រាប់តែខ្លួនឈឺចិត្តស្លាប់មែនតែនទៅភ័យហ្មងអញមើលទៅលែងរស់ហ่ะទ្របអញច្រើនដែរជាសេដ្ឋីបើអញស្លាប់ទៅចោលទ្របស្ដាយណាបើអញ្ចឹងអញលួចកប់កំណប់ទុក5កន្លែងដាក់កំណប់5ពាងកប់ទុកតាមលបងអត់ឲ្យកូនដឹងទេញោមដល់តែពេលខ្លួនស្លាប់ទៅអត់មានបុណ្យអីអត់បានកើតទៅឋានសួគ៌ឋានអីមកកើតជាមនុស្សប៉ុន្តែមនុស្សហ្នឹងទៅចាប់ជាតិចំមកកន្លែងដែលអ្នកសុំទានណាតកូលច័ន្ទឌីលរស់ដោយសារសុំទានគេនឹងជាង1000គ្រួសារនៅមុខក្រុងសាវត្ថីគ្រាន់តែគាត់ចូលទៅចាប់បដិសន្ធិក្នុងផ្ទៃក្រុមគេនឹងគេចែកគេដើររើសអេតចាយដើរសុំទានគេលែងបានម្ល៉េះហើយគេក៏សន្មត់ថាក្រុមយើងប្រកាសជាមានមនុស្សការកណៃចូលក្នុងហ្នឹងហើយបើអញ្ចឹងរយឃើញជំរះចេញគេបែងចែកមកខាង500មកខាង500អា500ដកផុតទៅគេដើរសុំទានគេបានវិញអា500ដែលមានអនន្តស័យថៃនៅក្នុងផ្ទៃនេះរស់ស៊ីអត់បានគេបែងចែកតិចម្ដងតលតែរកឃើញនៅសល់ស្រីម្នាក់មានផ្ទៃពោះគេបដិញ្ញចេញហ្មងគេថានេះមកពីនាងស្រីហ្នឹងបានចង្រៃគេដើរសុំអីលែងបានសោះគេរស់ស៊ីលែងបានដោយសារនាងនឹងចង្រៃគេបដិញ្ញចេញនាងហ្នឹងចេញពីក្រុមមកដើររស់ស៊ីសុំទានរើសអេតចាយខ្លះអីខ្លះរើសសម្រាមខ្លះសុំគ្រប់ខែប្រសូតបានអនន្តស័យថៃមកញោមមកផ្លែកតិចចំោះមុខមាត់រៀបខុសកន្លែងទាំងអស់មនុស្សយើងទោះបីស្អាតល្អខុសគ្នាក៏រៀបភ្នែកចំប្លង់ដែរភ្នែកចំប្លង់ភ្នែកចំោះចំតិចចំតិចអនន្តស័យថៃកម្មរៀបខុសកន្លែងទាំងអស់ភ្នែកខាត់ទៅឯណោះចំោះខាត់មកឯនេះមាត់វាយទៅឯណោះដៃមកខាងវែងមកខាងខ្លីជើងមកខាងវែងមកខាងខ្លីដីវាស្មើដើរអាលាក់ម្ដាយទោះបីកូនកវិចកវចយ៉ាងម៉េចនៅតែស្រឡាញ់កូនចាំកូនរហូតកូនចេះកាន់បែងដើរសុំទានគេថ្ងៃមួយម៉ែបែបធ្ងន់មែនតែនហើយត្រុតត្រោមហើយសុំទានគេលែងបានធ្លាក់ខ្លួនឈឺមែនតែនដាក់អង្វែងម្ដុំលើដៃកូនដឹងថាវាសនាម៉ែមិនរស់ទេកូនម៉ែមកតែស្លាប់ហើយកូនឯងទៅក្រែងរស់ណាកូនលើកអង្វែងម្ដុំដាក់កូនឯងទៅសុំទានគេខ្លួនឯងទៅក្រែងរស់ស្រាប់តែកូននឹងកាន់បែងម្ដុំធ្វើដំណើរទៅតែម្ដងញោមហើយដើរទៅយប់ត្រង់ណាដេកត្រង់នឹងសុំថ្ងៃខ្លះបានម្ដុំថ្ងៃខ្លះអត់ឃ្លានខ្លាំងពេករលែងបានគេលាងចានជះចោលក្នុងជ្រាំជាប់គ្រាប់បាយនៅនោះទៅរើសគ្រាប់បាយក្នុងជ្រាំហូបហើយយើងបិទតែឃើញយើងពិចារណាអាណិតគាត់មកផ្លែតគាត់មកពីណាបើអត់មានបាយហូបហើយឲ្យតែមានខោអាវស្លៀកអាខោអាវអត់ទៀតអត់ខោអាវហើយឲ្យតែមានកទេលខ្នើយភួយមុងកទេលខ្នើយភួយមុងអត់ទៀតអត់កទេលខ្នើយភួយមុងហើយឲ្យតែមានផ្ទះធំទំនំខ្ពស់អត់ទាំងផ្ទះទៀតបើអត់ផ្ទះអត់ទៅឲ្យតែមានដីអាដីក៏អត់ទៀតហីក៏អត់ផាត់ម្លេះមកពីណាក៏កំសត់ម្លេះថាសេដ្ឋីស្មោះសេដ្ឋីជាតិមុនស្មោះប៉ុន្តែគាត់ដើរទៅញោមហើយដើរគាត់អាចបានធ្វើបន់ទុកបានគាត់កើតមកអញ្ចឹងកើតមកក្រអញ្ចឹងញោមមើលគាត់ជាតិមុនជាសេដ្ឋីមែនប៉ុន្តែជាតិថ្មីអាចសុំទានគេអញ្ចឹងគាត់ដើរទៅដល់ផ្ទះគាត់ជាតិមុនគាត់នៅចាំជាតិលឺដើរចូលក្នុងផ្ទះភ្លុចអ្នកបំរើគេមើលមិនឃើញចូលដល់ក្នុងនិយាយពីក្មេងចៅកូនគាត់នឹងមានប្រពន្ធឡើងធ្វើសេដ្ឋីបន្តទៅមានចៅតូចអាចចៅតូចវាឃើញមនុស្សចម្លែកចូលផ្ទះវាភ័យវាយំស្រែកតែហ្មងឪពុកស្ទុះមកដល់ថាឲ្យកូនយំស្អីហាក់អ្នកសុំទានណាហីមុខអាក្រក់ម្លេះឪអញផ្ដាំថាមិនឲ្យទានមិនឲ្យធ្វើបុណ្យហើយអ្នកសុំទានមកពីណាអត់ឲ្យទេឯណាអ្នកបំរើគេចាញ់មកវាយហ្មងផាំងភងចកែងនៅជង្គង់ផងកែងផងជង្គង់ផងកែងផងឲ្យកូនក្មេងតូចហ្នឹងវាយទាត់អូគ្នាដួលចងាប់ចងល់ញោមមកចាប់ជើងអូគ្រឺទៅដល់មុខផ្ទះគេកវែងហ្មងកវែងទៅសំណាងមិនចំថ្មព្រួតទៅក្នុងកំណោសម្រាមនៅដង្ហើមចង្រិតឥឡូវណាវាយណាឲ្យខ្លួនឯងជាតិមុនណាសេដ្ឋីជាតិមុនណាឥឡូវមកដល់ទ្របផ្ទះខ្លួនឯងកូនគេវាយអូសបោះចោលហើយញោមមើលឃើញដែរអវិជ្ជាបាត់បង់អញ្ចឹងវាយឲ្យខ្លួនឯងទ្របសម្បត្តិខ្លួនឯងសោះមកសុំមួយម៉ាត់គេមិនឲ្យវាយអូសបោះចោលទៀតនឹងហើយកាលពីគាត់នៅរស់គាត់មិនបានធ្វើបន់ទុកឥឡូវឃើញទេគាត់ស្លាប់មកអត់មានយកអីមកទាំងអស់ទុកឲ្យគេដូចប្របាទដែលដូចព្រះរដ្ឋបាលថៃសម្ដែងខាងដើមប្រពជាមួយស្ដេចក៏រុជារាជមិញអញ្ចឹងណាញោមណាបានលោកថាពេលនោះប្រពុតយើងមកបិណ្ឌបាតព្រះអង្គសួរអនន្តមានឃើញកូនក្មេងដែរនៅកំណោសម្រាមអនន្តឃើញព្រះអង្គអនន្តទៅហៅមូលសេរីមកកូនគាត់នឹងឈ្មោះមូលសេរីឡើងធ្វើសេដ្ឋីបន្តទៀតហ្នឹងមូលសេរីគេចេញមកគេមិនដែលគោរពព្រះអីទេគេឃើញព្រះគេនៅពើធ្វើមិនដឹងអញ្ចឹងទៅបានព្រះអង្គថាមូលសេរីណែឯងស្គាល់កុមារនេះទេអត់ទេអត់ស្គាល់ទេមូលសេរីកុមារនេះគឺអនន្តស័យថៃឪពុកណែឯងអត់ទេឪខ្ញុំមិនមែនមកកើតថោកទាបចឹងទេឪខ្ញុំជឿសាសនាព្រះមកទទួលឪខ្ញុំទៅឋានសួគ៌ហើយឪខ្ញុំជឿសាសនាព្រហ្មមកទទួលឪខ្ញុំទៅឋានលើឪខ្ញុំមិនមែនមកកើតថោកទាបអញ្ចឹងទេព្រះអង្គថាមូលសេរី
នេះគឺជាអនន្តសេដ្ឋីឪពុកណែឯងហើយណែឯងប្រហែលជាមិនដឹងទេអនន្តសេដ្ឋីកប់កំណប់ទុក5កន្លែងណាឯនោះលើទៅកំណប់លែងហ៊ានប្រកែកឃើញលោកវាមែនណែឯងបើចង់ដឹងណែឯងយកកុមារនេះទៅងូតទឹកឲ្យស្អាតបញ្ចុកបាយឲ្យឆ្អែតណែឯងនឹងដឹងភ្លាមលើកក្មេងនោះពីកំណត់សម្រាប់ទៅជ្រក់ទឹកលាងដោះស្អាតភ្លឹងក្មេងនឹងវាត្រូវបាយឆ្អែតស្អាតខ្លួនហើយអង្គុយចុះអង្គុយឡើងមានសតិស្មារតីឡើងវិញញោមដើរហ្មងដើរដល់ចង្អុលក្លៀតលបងគេគាស់បានមកពីងដើរទៅមុខទៀតចង្អុលកន្លែងនេះមួយទៀតគេគាស់បានមកពីងទៀតដើរទៅមុខទៀតគាស់កន្លែងនោះមួយទៀតបានមកពីងទៀតគិតទៅកំណត់គាត់5ពីងគាស់បានវិញទាំងអស់មហាជនក្នុងក្រុងសាវត្ថីក្នុងសម័យកាលនោះផ្អើលមករាប់រយពាន់ម៉ឺននាក់ហ្មងហេតុអីបានគេមកច្រើនម្លេះសាសនាព្រះអង្គផ្សាយក្រោយទេមកដល់សាវត្ថីនោះផ្សាយពីរាជក្រឹស្នមកមុនទេគេកំពុងតែជឿសាសនាព្រហ្មសាសនាព្រាហ្មណ៍ទេហេតុអីបានគេបាក់មកជឿសាសនាព្រះអង្គព្រឹបក្នុងកាលនោះមកពីមានរឿងហ្នឹងមនុស្សផ្អើលមកមើលថាអូពិតណាស់លោកអើយមនុស្សយើងស្លាប់ទៅកើតវិញមែនណោះហីកើតវិញហ្មងកើតលោកសេដ្ឋីកើតវិញហើយមិនបានដឹងថាលោកសេដ្ឋីកើតគាត់គាស់កំណប់គាត់ចំណាំកំណប់គាត់ឥឡូវគាត់បានកំណប់គាត់ទាំង5កន្លែងវិញហីពិតជាលោកសេដ្ឋីមែនព្រោះគាត់ចំណាំកំណប់គាត់មនុស្សផ្អើលមកមើលអញចង់ដឹងការពិតអញទៅមើលសិនកុំមកតគ្នាមកឃើញមែនឡើងរាប់ពាន់រាប់ម៉ឺននាក់មកមនុស្សបានមនុស្សមកជុំគ្នាព្រះអង្គសម្ដែងធម៌ឲ្យស្ដាប់បតតាមត្ថិធនមត្ថិឥតិពីលោវិហញ្ញតិអត្តាហេអត្តណោណត្ថិកតោបតាកតោធនន្តិជនពីលហួងហែងកន្ទុកកន្ទិញទ្រពអញមានរបស់អញមានកូនអញមានប៉ុន្តែទីបំផុតខ្លួនយើងមួយនឹងថែរក្សាមិនគង់ផងចោះទម្រាំទ្រព្យសម្បត្តិក្រៅខ្លួនតាំងពីមាសពេជ្រកែវកងប្រពន្ធកូននោះយើងរែកទៅរួចយើងខែទៅរួចបានឬអត់បានទេបើអញ្ចឹងភ្ញាក់ខ្លួនឡើងវ័យចាស់ជរាហើយអត់មានទ្រព្យសម្បត្តិណានៅជួយយើងបានរហូតទេមានតែបុណ្យមានតែសិលមានតែទានទេទៅជាមួយយើងបាននាំឲ្យយើងកើតជាមនុស្សទេវតាបើយើងជាសេដ្ឋីជាតិនេះបុណ្យកុសលយើងធ្វើទៅយើងនឹងបានជាសេដ្ឋីកើតមកចាយទ្រព្យនឹងទៀតបើយើងមិនធ្វើទេនឹងស្លាប់ចោលដោយអនន្តសេដ្ឋីអញ្ចឹងម្ល៉េះហើយអ្នកស្ដាប់ធម៌គឺសម្រេចសោតាសកតិអនាគាអ្នកខ្លះថ្វាយអង្គមថ្វាយខ្លួនព្រះអង្គហើយសូមថ្វាយខ្លួនជាឧបាសកឧបាសិកាដោយញោមថ្វាយខ្លួនអញ្ចឹងជ្រះថ្លាថ្វាយខ្លួនហ្មងព្រះអង្គហើយខ្ញុំសូមថ្វាយខ្លួនជាឧបាសកខ្លះសូមថ្វាយខ្លួនជាឧបាសិកាអនន្តសេដ្ឋីពីអ្នកពុកកូនអង្គុយធ្វើតែមុខលេងឡងណាលោកទេហ៎អត់ទេហើយទេទៅគ្មានព្រោះផងស្ដាប់គ្មានយល់ផងគ្មានចូលទេស្ដាប់អត់យល់អត់ព្រោះផងអត់ព្រោះផងគេស្ដាប់យកយល់គេដឹងធម៌ឡនឯងអត់ព្រោះផងកើតតន់ព្រះដល់2ជាតិអត់ចេះស្ដាប់សោះស្ដាប់ផ្ទាល់ពីព្រះនៅតែស្ដាប់មិនយល់មកពីអីគេថានឹងហើយពធមិនស្ដាប់ច្បាប់មិនអានចេះចាំនឹងមានមកពីណាលោកអង្គណាទេសនាក៏មិនដែលស្ដាប់អត់ដែលសំនិស័យនៃការស្ដាប់ធម៌សូមបីកើតតន់ព្រះក៏នៅតែមិនចេះស្ដាប់ធម៌ដែរណាញោមណាបានលើកឡើងពីអនន្តសេដ្ឋីនឹងកំដរទឹកចិត្តញោមថាដោយសារមានរឿងអញ្ចឹងបានយើងថ្វាយខ្លួនសមាទានសិលចាត់ទុកថាស្វែងរកទីពឹងសម្រាប់ខ្លួននិយាយអញ្ចឹងណាញោមមើលណាអ្នកខ្លះគាត់មានទុកគាត់ចង់ស្លាប់ដល់ពេលគាត់សបាយគាត់ភ្លេចគិតខ្សឹលគិតទៀនដល់សបាយជ្រុលអត់គិតលៃពេលធ្វើបន់ទៀនដល់តែមានទុកទៅរស់លោកក៏ជួយហើយដល់កាត់ទុកខ្លាំងមែនតើរកវិធីដោះស្រាយអ្នកខ្លះទៅចងកសម្លាប់ខ្លួនទៅលូតទឹកទៅលេបថ្នាំសម្លាប់ខ្លួនអត់ចេះរកវិធីដោះស្រាយទេអាត្មាបុលនិយាយលេងអ្នកប្រងសម្លាប់ខ្លួនថាអាត្មាទៅទីពេទ្យឲ្យគេបូមឈាមឲ្យអស់ឲ្យគេកាយយកកលៀនឲ្យគេយកភ្នែកគេយកអីអស់ទៅចាំស្លាប់បានប្រយោជន៍ដល់អ្នកនៅរស់ក្រោយគេយកទៅប្រើការផងកុំទៅលូតទឹកវាខាតដល់ថាអញ្ចឹងគាត់រៀនទៅទីពេទ្យដែរចង់បបួលណាប្រងសម្លាប់ខ្លួនទៅទីពេទ្យទាំងអស់ទៅបរិច្ចាគឈាមបរិច្ចាគកលៀនញោមបរិច្ចាគកែវភ្នែកអញ្ចឹងបានមានតាម្នាក់ពីសម័យព្រះជពាក់លុយគេឡើងវ័នកជពាក់លុយគេច្រើនពេកគាត់នឹកថាអញតាំងពីថ្ងៃនេះទៅបើអញប្រឹងរលុយកាក់ហើយអញយកទៅសងគេតម្រាំសងរួចអញងាប់ល្មមបើអញ្ចឹងចាប់ពីថ្ងៃនេះទៅអញគ្រាន់តែសងលុយគេនឹងស្លាប់បដ ாய் បើអញ្ចឹងអញលែងចង់រស់ហើយចង់ស្លាប់បែបបនហ្មងលោកអើយមកយកជីវិតខ្ញុំទៅបកាលើយបកាលយកជីវិតខ្ញុំទៅបកាលើយមកយកជីវិតខ្ញុំទៅបកាលនឹងគឺយមរាជយមបបាលចេញមកផ្លែតហើយមានកាយហើយខ្ញុំលែងចង់រស់ហើយតែមិនបានមកចង់រស់ជពាក់លុយច្រើនពេកជពាក់លុយគេច្រើនពេករស់នៅក៏សងលុយគេមិនគ្រប់ដែរខ្ញុំចង់ស្លាប់យមបបាលថាមិនបាច់ចាំចង់ទេដល់ថ្ងៃគង់ឲ្យស្លាប់ទេឥឡូវតន់គេឲ្យរស់នៅសិនខំធ្វើសាល់ធ្វើទៀននៅមានប្រយោជន៍ទៅដល់ថ្ងៃមិនបាច់ចាំបននេះគង់ឲ្យស្លាប់ឥឡូវជីវិតណែវាមិនតន់ដល់ត្រូវស្លាប់ខំរកស៊ីសងគេសិនណាហើយតាមដឹងរកស៊ីអីផងសងកុំអស់ឥឡូវយកស្អីមកកត់ទៅខ្ញុំប្រាប់ឆ្នាំយមបាលនោះចិត្តល្អចេះប្រាប់ឆ្នាំអាដើមនេះធ្វើឆ្នាំកាពះអាដើមនេះធ្វើឆ្នាំថ្លើមអាដើមនេះឬដូងបាតអាដើមនេះស្អីទៅអញ្ចឹងទៅហើយកត់ទៅធ្វើឆ្នាំលក់ទៅបរោះនោះគាត់ពីយមបាលបានមកទៅធ្វើឆ្នាំលក់ដាច់មិនមែនឆ្នាំគាត់ប្រកែញោមស្រាប់តែបានលុយច្រើនឡើងសងគេរួចអស់ហើយលីងសំលុយឡើងកើតជាមហាសេដ្ឋីមានដាច់គេមកស្រុកនោះមកគាត់ជាអ្នកមានដាច់គេប៉ុន្តែដល់ពេលគាត់មានបានហឺហាជាងគេមកស្រុកគាត់លែងចង់ងាប់លែងចង់ស្លាប់ដល់ពេលគិតទៅពីសបាយនឹងទ្រព្យសម្បត្តិល្បែងល្បាំសពបែបយ៉ាងនៅសល់7ថ្ងៃទៀតដល់ថ្ងៃស្លាប់យមបាលមករំលឹកម្ដងទៀត
មកដល់បង្ហាញខ្លួនទៅមិនកាលមុនចង់ស្លាប់ខ្ញុំប្រាប់ថាមិនទាន់ដល់ពេលស្លាប់ទេឲ្យខំនៅរស់ស៊ីធ្វើបុណ្យធ្វើទានសិនទៅឥឡូវនេះតាំងពីខ្ញុំប្រាប់មកណែឯងដែលបានធ្វើបុណ្យធ្វើសិលធ្វើទានអីសោះ7ថ្ងៃទៀតស្លាប់មែនតើហើយណាណែឯងដល់ថ្ងៃ7ថ្ងៃទៀតត្រូវស្លាប់ហើយខ្ញុំនឹងមកយកហើយបើណែឯងចង់បានចាយទ្រព្យនឹងតទៀតខំធ្វើបុណ្យពីថ្ងៃហ្នឹងទៅដល់ណែឯងស្លាប់ទៅនឹងកើតមកបានចាយទ្រព្យនេះទៀតអញ្ចឹង7ថ្ងៃទៀតខ្ញុំមកយកហើយខំធ្វើបុណ្យណាបាត់សមោលទៅវិញប៉ាប់អ្នកមានហ្នឹងគាត់គិតតែមកអញទ្រព្យសម្បត្តិច្រើនណាស់អញវាមិនគួរស្លាប់7ថ្ងៃទៀតទេទ្រព្យអញនៅច្រើនអញនៅកម្លាំងខ្លាំងដែរអញចង់រស់តទៀតបើយមមកបាល់មកយកទៅហ្នឹងអញទៅនៅស្រុកឯនោះយមបាល់អត់ដឹងទេត្រយមកខាងយប់ឡើងប្រពន្ធប្រពន្ធជូនមាសពេជ្រដាក់សពៅប្រពន្ធកូនឡើងលើសពៅបទៅនៅត្រយមកខាងបើយមមកបាល់មកយកឯនេះអត់ឃើញអញតែអញ្ចឹងទៅឡើងលើសពៅទៅមែនយម7យប់7ថ្ងៃប៉ះខ្យល់ព្យុះបក់ក្នុងសមុទ្រនោះលិចផ្លឹកទៅទាំងទ្របទាំងមនុស្សទៅសូនបដ ாய் ញោមមើលឃើញដែរដល់ពេលកិច្ចអត់ថត់ហើយដល់តែសូនប៉ុណ្ណឹងទៅបានទៅណាអត់បានមកមនុស្សគេទេបានស្ដាយក្រោយណាកើតជាមនុស្សហើយបានកើតជាមនុស្សហើយមានពេលមានឱកាសមិនក៏មិនរកសិលរកទានពូជឲ្យកើតជាមនុស្សទៀតបែរទៅជាផ្លេចសិលផ្លេចទានឥឡូវអត់បានកើតជាមនុស្សទេទៅនរកប្រែទៅទេទៅណាញោមណាអញ្ចឹងបានថាសោកស្ដាយឥឡូវនេះបានជាញោមមានទធាជ្រះថ្លាថ្វាយខ្លួនក្នុងពុទ្ធសាសនានិយាយពីម្ដាយថ្វាយខ្លួនជ្រះថ្លាធ្វើបុណ្យហើយឥឡូវនិយាយពីកូនវិញម្ដងគេថាសងគុណហើយនឹងតបគុណកូនដែលមានធម៌កតញ្ញូកតាំងឧបការាំងជានាតីតិអ្នកដឹងគុណដឹងសេចក្តីល្អរបស់ម៉ែឪអាហ្នឹងគេហៅថាកតញ្ញូហើយកតវេទីការធ្វើតបដឹងហើយធ្វើតបគេថាកូនសងគុណម៉ែឪមួយតបគុណមួយជូនបាយជូនទឹកជូននំចំណីត្រីសាច់សពុតសៅអាវស្បៃបច្ច័យលុយកាក់ប្រាក់កាសគក់ច្បាច់អស់អញរំកិញចិត្តប៉ុណ្ណេះគេថាសងគុណនេះមិនតាន់សងគុណទេបានត្រឹមតែតបគុណតែប៉ុណ្ណោះអាមិនបានមិនតាន់សងគាត់ឆ្ងាញ់មាត់តែប្រហែលពេលហ្នឹងស្រួលគាត់ស្លាប់ទៅនរកទៅប្រែតក៏មានដែរដោយសារអីអង្កាលពីរស៊ីចិញ្ចឹមកូនមានកេងកាប់លឹកខុងវាយបដកគូតកំប៉ុងបតោងកលើភ្នែកជីងភូតគេកុហកគេម្បាត់គេមកកាក់មកចាប់ម៉ាស៊ីនហ៊ានលក់ដូរបង្រត់បង្រាស់សត្វទៀតទាំងរស់ដុតភ្លើងឆេះព្រៃកាប់ដីដាច់សត្វបំបត្តិជីវិតសត្វដទៃយកលុយមកចិញ្ចឹមកូនជួនកាលគេកំពុងដាក់ទំនាយគាត់ដាក់ផ្ដាសាគាត់កំពុងតែមានបាបបានឆ្ងាញ់តែប្រហែលម៉ាត់ស្លាប់ទៅអាបាបនៅវាមកតោងកទៅនរកក៏មានដែរហើយចុះសងគុណណាម៉េចវិញពុទ្ធសម្ដែងថាយោចក្ខោភិក្ខវេមេតាបេតរោអសទ្ធិសទ្ធាសម្បត្តិយសមាតបេតេនិវាសេតេបតតខាបេតេមនីលភិក្ខុទាំងឡាយម៉ែឪណាពុំតាន់មានសទ្ធាញ៉ាំងក៏ដែលមានសទ្ធាទៅពុំតាន់មានចាកៈញ៉ាំងក៏ដែលមានចាកៈពុំតាន់មានសីលៈញ៉ាំងក៏ដែលមានសីលៈពុំតាន់មានបញ្ញាញ៉ាំងក៏ដែលមានបញ្ញាទៅតែនេះបានគេហៅសងគុណកូនណាញ៉ាំងឪពុកម្ដាយឲ្យមានសទ្ធាមានសិលមានចាកៈមានបញ្ញាបានគេហៅថាសងគុណមិនបានហៅសងព្រោះញ៉ាំងក៏ឲ្យមានសទ្ធាគាត់ចេះធ្វើបុណ្យចេះចាកៈមានសិលគឺគាត់បានកើតជាមនុស្សទេវតាបានហូបរាល់ជាតិទៅតែម្ដងរួចកំណើតពីនរោប្រែតមិនមែនហូបតែពី3ពេលទេគឺបានហូបរាល់ជាតិទៅតែម្ដងរួចពីនរោប្រែតបានគេហៅថាសងគុណអញ្ចឹងហើយបានប្រពុតទៅលោកទៅសងគុណឪពុកម្ដាយប្រមេតាប្របីតាលោកមិនមែនយកមាសទៅសងទេហើយក៏មិនមែនយកលុយទៅសងទេព្រះអង្គទៅសម្ដែងធម៌ឲ្យប្រមេតាប្របីតាយល់ធម៌វិញរួចចាក់ទុកអញ្ចឹងណាញោមណាបានថាតម្លៃនៃការសងគុណនៅលើរឿងហ្នឹងចុះយើងធ្វើនេះសងគុណឬក៏តបគុណទាំងពីរសងគុណក៏ធ្វើតបគុណក៏ធ្វើឥឡូវតបយើងធ្វើហើយថាតោនេសង្ឃបរិសាមិពីដើមម៉ែឪចាំយើងឥឡូវយើងក៏ចាំគាត់កិច្ចចាំងនេសង្ឃបរិសាមិទទួលភារៈកិច្ចជំនួសគាត់ទុកឲ្យគាត់ទៅវត្តគាត់រវាងសង្ឃតបេសាមិពូជម៉ែឪធ្លាប់ជឿអញ្ចឹងឥឡូវកូនចៅជឿតាមទាយាចាំងបដិបច្ចេមិប្រតិបត្តិថែរក្សាទំនៀមទម្លាប់នឹងគេតំណែងអនុស្សាវរីយ៍ម៉ែឪចែកឲ្យកុំឲ្យបាត់បង់មេត្តាបិតាដែលស្លាប់ទៅទក្ខណាអនុបទសាមិកូនចៅបានធ្វើហើយនេះជាកូនល្អកាន់តាមទូនីតិខ្លួនមួយហើយចុះតបគុណនោះអាម៉េចជូនបាយជូនទឹកនំចំណីគេហៅតបគុណចុះសងគុណនោះអាម៉េចថ្ងៃនេះអញ្ជើញគាត់មកចូលស្ដាប់លោកទេសនាអញ្ជើញអាចារ្យមកបញ្យលធម៌ឲ្យគាត់មានសទ្ធាឲ្យគាត់មានសិលខ្ញុំមើលឃើញដែរបានទទួលត្រៃសរណគមឲ្យគាត់មានសិលឲ្យគាត់ស្ដាប់លោកទេសនាឲ្យគាត់មានបញ្ញានិងមានសទ្ធាចុះឲ្យគាត់ចាក់គេត្រង់តាណាទិញរបស់របរយកមកតាំងពីសពុតងូតសាដកស្បង់ស្បែកតែជាពោឲ្យយកមកជូនគាត់ជូនលុយកាក់គាត់ឲ្យគាត់បានរបស់ច្រើនគាត់យកទៅធ្វើបុណ្យគឺញ៉ាំគាត់ឲ្យចេះចាក់គេតែនឹងហើយដែលគេហៅសងគុណបានគេថាធ្វើបច្ច័យ4ណាញោមអ្វីហៅថាបច្ច័យ4ញោមជួយឆ្លើយអាត្មាម្ដងហត់ណាស់48នាទីហើយញោមអើយហត់ណាស់ឥឡូវជួយឆ្លើយអាត្មាបន្តិចដូចមួយដេចដែលហៅថាបច្ច័យ4តើបច្ច័យ4ហ្នឹងស្អីគេអ្នកខ្លះថាបច្ច័យ4ហ្នឹងលោក4អង្គអ្នកខ្លះថាបច្ច័យ4ហ្នឹងលោក4វត្តអ្នកខ្លះថាបច្ច័យ4ហ្នឹងសាដក4កញ្ចប់អ្នកខ្លះថាបច្ច័យ4ហ្នឹងអាគ្រឿងបន្លំក្នុង4អានោះឲ្យបច្ច័យ4អ្នកខ្លះថាមែននេះបច្ច័យ4ក្នុងមួយកញ្ចប់ហ្នឹងមានវែក4ស្លាបព្រា4ចាន4ឆ្នាំង4ប៉ាន4ថាមិនថាទៅស្រាញ់ទៅរាប់ទៅអាត្មាមិនដឹងទេបដិជាណាំងអេថាតិជាបច្ចយោគ្រឿងអាស្រ័យតាំងពីកើតមកសម្រាប់ឲ្យជីវិតយើងរស់ទល់សពថ្ងៃគេហៅថាបច្ច័យ4គេហៅថាបច្ច័យគ្រឿងសម្រាប់ចូលត្រង់ជីវិតយើងតាំងពីកើតមកទល់ថ្ងៃនេះរស់ដោយសារបច្ច័យនឹងមាន4មានន័យថារបស់4មុខហ្នឹងជួយយើងតាំងពីកើតមកដល់ថ្ងៃហ្នឹងបានយើងរស់ទល់ថ្ងៃហ្នឹងដោយសាររបស់4មុខហ្នឹងគេហៅបច្ច័យ4ឥឡូវចាំឆ្លើយបើឆ្លើយត្រូវជូនពិន្ទុ1លានអ្នកណាបានពិន្ទុច្រើនជាងគេឆាប់ដល់ពិន្ទុគេឲ្យវីសាទៅឋានសួគ៌
ឥឡូវអាត្មាសួរញោមតាំងពីកើតមកទល់ប៉ុណ្ណេះស្លៀកពាក់សពុតខោអាវម៉ែអស់ប្រមាណកាផ្លេម្នាក់តាំងអាធ្វើឲ្យលហើយតាំងអាធ្វើឲ្យឆ្អេះសុំឆ្លើយម៉ានញោមរាប់មិនអស់ដូចអាត្មាដែរអាត្មាដឹងអស់ប្រមាណដែររាប់មិនអស់ដែរចុះបើយើងជាពាក់លុយគេ 10000 ត្រូវសងប្រមាណសង 10000 ចុះបើជាពាក់គេ 20000 សងប្រមាណសង 20000 ចុះបើជាពាក់គេរាប់មិនអស់ត្រូវសងប្រមាណសងរាប់មិនអស់ចុះបើជាពាក់គេរាប់មិនបានសងប្រមាណអត់សងរាប់មិនបានដូច្នេះយើងជាពាក់សពុតខោអាវម៉ែដល់ថ្នាក់រាប់មិនអស់អញ្ចឹងក្នុងបាលីក្នុងធម៌ត្រង់ហ្នឹងគេហៅថាជាពាក់ចៃវរៈបច្ច័យម៉ែមួយហើយដល់ថ្នាក់សងមិនអស់ហើយបើដឹងថា10កាផ្លេ20កាផ្លេទិញសងឲ្យរួចគ្នាបើឥឡូវវាមិនដឹងចំនួនផងសងមិនអស់ទេជាពាក់មួយឥឡូវទី2បើញោមឆ្លើយត្រូវជូនបន្ទុក2លានតាំងពីកើតមកទល់ប៉ុណ្ណេះហូបបាយម៉ែអស់ប្រមាណចានម្នាក់បើគិតជាងអង្គអស់ប្រមាណកំប៉ុងម្នាក់សូមជួយឆ្លើយ10កំប៉ុងហ៎20ហ៎រាប់មិនអស់ទៀតហ៎ដូចអីអាត្មាដូចបេះបិទតែហ្មងអាត្មាក៏រាប់មិនអស់ដែរមិនដឹងអស់បាយប្រមាណកំប៉ុងទេបើដូច្នេះហើយមានន័យថាយើងជាពាក់បាយម៉ែដល់ថ្នាក់រាប់មិនអស់បើអញ្ចឹងក្នុងបាលីក្នុងធម៌គេហៅថាជាពាក់បណ្ឌបាតបច្ច័យម៉ែមួយទៀតហើយអាគ្រឿងហូបហ្នឹងគេហៅបណ្ឌបាតឥឡូវមួយទៀតញោមនិយាយឲ្យត្រង់តាំងពីកើតមកទល់ប៉ុណ្ណេះដេកកទៀលខ្នើយភួយមុងម៉ែតាំងអាធ្វើឲ្យលហែកតាំងអាធ្វើឲ្យឆ្អេះឆ្អាបអស់ប្រមាណកាផ្លេម្នាក់សូមជួយឆ្លើយរាប់មិនអស់ទៀតហើយបន្ទុក3លានញោមនៅតែឆ្លើយមិនត្រូវអាត្មាក៏មិនដឹងដែរអាត្មារឹកធំជាងញោមទៀតណោះកទៀលគេថ្មីជើងតំបានពីកំពង់អាស័យមកឈឺបត់ដៃបត់ជើងល្មមគ្មានប្រាប់ពីណាទេបាញ់ដាក់កទៀលនឹងល្មមព្រឹកឡើងគេយកទៅលាងហាលថ្ងៃព្រាតអាត្មារឹកធំណាញោមគេពគេ3លេងស្រួលលេខោអាវគេថ្មីសោះយ៉ាងកាញ់ជ្រុយទឹកដាក់គេផ្លែតបើអញ្ចឹងយើងធ្វើឲ្យឆ្អេះឆ្អាបតាំងតែពីកទៀលខ្នើយភួយមុងព្រែព្រំជាមចំរនាំងវាំងននម៉ែឪតាំងពីកើតមកដល់ប៉ុណ្ណេះមិនដឹងអស់ប្រមាណទេតែនេះគេហៅថាជាពាក់សេនាសនៈបច្ច័យម៉ែមួយទៀតហើយឥឡូវមួយទៀតប្រហែលជាឆ្លើយត្រូវជូនបន្ទុក4លានតាំងពីកើតមកទល់ប៉ុណ្ណេះញោមមកតកកម៉ែអស់ប្រមាណកែវការ៉ែនកៃម៉ែអស់ប្រមាណដុំហើយលាបថ្នាំម៉ែអស់ប្រមាណក្របចុះបលុយជាចាក់វិញប្រមាណមួយជ្រុលសូមជួយឆ្លើយរាប់មិនអស់ទៀតហើយអូយអីក៏ដូចអាត្មាដូចយ៉ាងនេះបើរាប់មិនអស់ទេយើងគិតមើលយើងគ្រាន់តែឈឺកោះខ្យល់មិនដឹងប្រមាណដងលេបថ្នាំមិនដឹងប្រមាណដងផងបើអញ្ចឹងយើងជាពាក់គ្រឿងថ្នាំម៉ែឪនេះដល់ថ្នាក់រាប់មិនអស់គាត់ឃ្លានការ៉េមកៃឃ្លាននំលុយគាត់100រៀលគាត់បត់ញាត់ក្នុងជីកកម្មាជីកអាវស្រោមខ្នើយក្រមកន្ទិលអត់ហ៊ានចាយទេក៏ប៉ុន្តែបើកូនលឹមមើងមកយំទាការ៉េមកៃទៅហូតមកអង្គុយពុតពលាមកសន្ធុឲ្យលុយត្រង់វិញយកទៅទិញការ៉េមិនតលបានឲ្យកូនម្ល៉េះហើយដើម្បីកូនរស់ម៉ែឪសុកចិត្តផ្ដាច់ពីមាត់ព្រាត់ពីកពិតមែនអីអត់ញោមសពថ្ងៃណាពីដើមមិនសូវសបោពេទ្យទេម៉ែឪប្របាណាកូនឈឺយប់ប្រលប់ទៅហៅពេទ្យហៅម៉ងវគឺទាំងយប់ងឹតប្រពីងប្រពើមកលឹមប្រពេញប្របាច់ផ្លូវសិតតែផុកសិតលបាប់ទៅដាស់ម៉ងវពេទ្យគេនឹងឆ្កែព្រុសផ្អើលពេញភូមិកវីក៏ដូចអស់មួយទៅឲ្យតែកូនខ្ញុំជាមកខ្ញុំសុខចិត្តលក់គោលក់កបីលក់ដីក៏សុខចិត្តដែរអ្នកតស៊ូអានឹងថាជំនាន់នោះវាមិនសូវសបោពេទ្យម៉ែឪប្របាយ៉ាងនោះឥឡូវនេះដែលវាសបោពេទ្យខ្លាំងមែនទែនព្រលឹមឡើងស្ទះពេញកនធៈបុផាហ្មងហ៊ានតអ្នកទៅម៉ោង7ម៉ោង8គ្មានជួយចូលទេខ្ញុំស្ទះសិតតណាគេសិតតែម៉ែហើយកូនខ្ញុំដែរតែឃើញអីអត់អញ្ចឹងតម្រាំកូនរស់ប៉ុណ្ណេះមិនដឹងកនធៈបុផាប្រមាណជើងឯអ្នកសម័យថ្មីណាខ្ញុំណាអញ្ចឹងហើយជាពាក់ឆ្នាំម៉ែរាប់មិនអស់តែនេះគេហៅថាជាពាក់កិលានភេសជ្ជៈបច្ច័យម៉ែឥឡូវយើងសាកលបងរាប់សារឡើងវិញគ្រឿងស្លៀកពាក់គេហៅថាចៃវរៈបច្ច័យ1គ្រឿងហូបចុកគេហៅថាបណ្ឌបាតបច្ច័យ1គ្រឿងដេកគ្រឿងនៅគេហៅថាសេនាសនៈបច្ច័យ1គ្រឿងណែថ្នាំពេទ្យគេហៅថាកិលានភេសជ្ជៈបច្ច័យ1សរុបទៅយើងឃើញមាន4ដែលយើងជាពាក់ម៉ែឪតើអា4ហ្នឹងគេហៅអីគេអា4ហ្នឹងហើយដែលគេហៅថាបច្ច័យ4ណោះមិនមែនបច្ច័យ4លោក4អង្គទេហើយក៏មិនមែនបច្ច័យ4លោក4វត្តដែរហើយក៏មិនមែន4កញ្ចប់ដែរបច្ច័យ4គឺរបស់ដែលយើងប្រើម៉ែឪប្រើរបស់ម៉ែឪយើងតាំងពីកើតមកទល់ប៉ុណ្ណឹងអា4មុខមិញហ្នឹងឯងអញ្ចឹងបច្ច័យ4អា4មុខមិញហ្នឹងណាខ្ញុំណាកុំច្រឡំថាអូបច្ច័យ4លោក4អង្គ4វត្តមកពីអត់ទាន់យល់ដល់យល់ធម៌អូអញ្ចឹងសោះហើយចុះមិនបានគេធ្វើបច្ច័យ4ជូនម៉ែឪតាំងពីកើតមករស់ដោយសារម៉ែដោយសារឪរស់បានប៉ុណ្ណឹងដោយសាររបស់ទាំង4ហ្នឹងថាចុះរបស់ទាំង4ហ្នឹងរបស់ណារបស់ម៉ែឪអញ្ចឹងយើងជាពាក់ណាជាពាក់ម៉ែឪបានជាយើងដឹងគុណទៅធ្វើបច្ច័យ4សងគុណម៉ែឪវិញមើលឃើញដែរអញ្ចឹងយើងសងគុណម៉ែឲ្យចុះយើងថាមិញសងមិនរួចចុះឥឡូវថ្ងៃហ្នឹងសងរួចទេមិនរួចអាត្មាថាសងរួចហេតុអីបានរួចព្រោះម៉ែគាត់លែងទីឧបមាថាយើងជាពាក់គាត់ច្រើនយើងសងប៉ុណ្ណឹងឲ្យរួចគ្នាទេគាត់អត់ទោះឲ្យយើងម៉ែឲ្យរួចគ្នាហើយទាស់ពាក្យពេចសម្ដីថ្មីវោហាកាយវិការមិនសមរម្យអីប្រមាណម៉ែអត់ទោសឲ្យរួចគ្នាហើយមិនថាឲ្យរួចគ្នាគាត់ជូនពរយើងឲ្យរស់ស៊ីមានបានទៀតញមើលឃើញណាសុខសប្បាយចឹងហើយបានគេថាការធ្វើនេះគេហៅថាបកាសនៈកតញ្ញូដាក់មេក្រូប្រកាសអាចារ្យរៀបបាយសៃអញ្ជើញទេវតាខ្ទេចទីអស់ទេវតាមិនមែនហៅមក1អង្គ2អង្គទេហៅទាំងអស់មកចក្រវាលនេះញោមហើយរួមណាផ្ទះណាគេធ្វើបុណ្យថ្ងៃហ្នឹងដូចគ្នាតែហៅមិនទាន់អាចារ្យនេះប្រមូលទេវតាមកនេះទាំងអស់
គឺហៅមកទាំងអស់ដើម្បីឲ្យមកដឹងឮថាកូនចៅគេមានធម៌កតញ្ញូគេសងគុណហើយអញ្ចឹងបានគេធ្វើបច្ច័យ4អេវ៉ាំងចតុបច្ចយៈទេយកោសុខੰវិនតិតាស្មាទានងសយំពេប្រវត្តិទេតាពាំងអានិសងកូនអ្នកធ្វើបច្ច័យ4ជូនម៉ែឪនេះកូនរមែងរួចកម្មពីជាមួយម៉ែឪហើយកូនក៏បានដាំពូជបច្ច័យ4នេះតទៅមុខចាប់ពីពេលនេះទៅកូនលែងខ្វះបច្ច័យ4នឹងហើយទាំងជាតិនេះទាំងជាតិខាងមុខលែងក្រលែងលំបាកលែងតោកយ៉ាក់លែងវេទនាហើយកើតឡើងមកមានអារបស់ទាំង4នឹងគ្រប់មុខអារបស់ហូបក៏មានមិនខ្វះអារបស់ស្លៀកពាក់ក៏មានមិនខ្វះគ្រប់ម៉ាកគ្រប់មុខគ្រប់ឈុតគ្រប់ឆាអាកន្លែងដេកនៅផ្ទះធំទំនងខ្ពស់ដីធ្លីក៏មិនខ្វះសុខភាពគេក៏ល្អមកពីគេបានដាំពូជបច្ច័យ4ទុកណាញោមណានេះបច្ច័យ4ហើយចុះមួយទៀតញោមថា4មុខវាជាពាក់សងរាប់មិនអស់ឥឡូវនិយាយតែមួយមុខទេងូតទឹកតាំងពីកើតមកទល់ប៉ុណ្ណេះតើម៉ែងូតទឹកឲ្យប្រមាណដងម្នាក់ដោះក្អែលឲ្យប្រមាណដងម្នាក់ហើយដោះកន្លែងណាខ្លះសុំឆ្លើយហើយគុកខោឲ្យកូនប្រមាណដងសុំឆ្លើយរាប់មិនអស់ទៀតមួយថ្ងៃអាចងូតទឹកឲ្យ3ដងមែនទេញោមជឿបើកូនហើមពោះបាញ់3ដងតាំងងូតឲ្យប្រមាណដង3ដងដែរកំពុងតែឆ្ងាញ់អាទឹកគ្រឿងអាផ្កាស្នោផ្កាកក្លោកកូនបាញ់ប្រាក់លើកូនដាក់ម្ដុំអញឲ្យបាញ់អស់អញទៅលក់តទៀតសិនចាំហើយចាំលៀងឲ្យទាំងអស់គ្នាហ្មងណាជឿនកាលយកជើងធ្វើប្រគុណឲ្យកូនទៀតណោះហើយយើងសាកសម័យឥឡូវវិញវាយវងជាមួយម៉ែជាមួយឪវិញមើលណាបើសិនជាម៉ែបាញ់ប្រាច់វិញមានកូនណានៅតស៊ូទឹកគ្រឿងផ្កាស្នោទៀតទេអត់ទេតែហើយជាមិនទេឈប់ឲ្យទាំងអស់ហ្នឹងចឹងហើយម៉ែអត់ទេដល់ទៅហើយទៅគាត់លៀងគាត់យកដៃណាលៀងដៃហ្នឹងគាត់លៀងកូនហ្នឹងលៀងអាមុខអាក្រួយទាំងអស់ដៃហ្នឹងលៀងដៃហ្នឹងចុះគាត់គួរកតបកូនដៃណាដៃហ្នឹងដែរគាត់ញីកតបមិញឡើងក្រហមឡើងលឿងដូចពងទាឥឡូវលៀងឡើងស្អាតភ្លឹងដៃហ្នឹងលៀងពូជច្បាច់ឡើងស្អាតភ្លឹងអស់ហ្នឹងចុះគាត់លៀងចានដៃណាដៃហ្នឹងដែរលៀងឆ្នាំងដៃហ្នឹងដែរលៀងស្លាបព្រាដៃហ្នឹងដែរដាំស្លដាំបាយលៀងកច្បាច់ដៃហ្នឹងទៀតហើយដល់គាត់លៀងបន្លែដៃនឹងទៀតគាត់ធ្វើទឹកគ្រឿងច្បាច់ដៃនឹងទៀតដល់ហើយទៅគាត់ហូបដៃនឹងអាដែលដៃម៉ែគ្រប់រសជាតិតែហ្មងណាញោមណាតម្រាំកូនរស់ចេះម៉ែនឹងងូតទឹកដោះក្អែលឲ្យកូនយ៉ាងណាទេចុះឧបមាថាមួយថ្ងៃ2 3ដងហើយតម្រាំយើងចេះងូតខ្លួនឯងឧបមាថាសរុបទៅគាត់ងូតទឹកដោះក្អែលឲ្យយើងបាន2000ដងហើយចុះយើងវិញងូតទឹកដោះក្អែលឲ្យម៉ែបាន2000ដងស្មើគ្នាហើយនៅតលយូបានស្មើងូតទឹកឲ្យតែម្ដងនឹងផងកន្លែងខ្លះអាចារ្យហៅចង់បែកមីក្រូតម្រាំតែជុំគ្នាហៅមួយបាត់មួយហៅមួយបាត់មួយតម្រាំតែជុំគ្នាឡើងរួយមាត់ហើយមិនបាន2000ដងញោមចឹងហើយបានថានៅពេលដែលគេដឹងអញ្ចឹងអាត្មាដឹងថាម្ដាយដោះការឲ្យកូនគ្រប់កន្លែងតែណាក៏ដោះគ្រប់កន្លែងទាំងអស់គេស្គាល់អស់លីញោមមិនក៏លុកលៀនណាក៏គេស្គាល់ដែរគេឃើញអស់លីណាញោមណាហើយអញ្ចឹងបានជាពេលគេដឹងគុណម៉ែឪគេតែងតែដាក់បោះស្បុកមួយស្រោចទឹកជូនម៉ែឪជានិមិត្តរូបអាគាត់ខំលៀងដោះឲ្យយើងតាំងពីតូចមកហ្នឹងឥឡូវបានយើងលៀងដោះឲ្យគាត់វិញហ្នឹងណាញោមណាអញ្ចឹងវាអាចកំបាំងបុណ្យចម្រើនបច្ចុប្បន្នបច្ច័យ4ដាក់បោះស្បុកហ្នឹងនៅតាណាវានៅតាហ្នឹងមកពីម៉ែឪធ្លាប់ងូតទឹកឲ្យកូនពីមុនមកដោះកែឲ្យកូនឥឡូវកូនដោះម្ដងហ្នឹងជំនួសរាប់ពាន់ដងហ្នឹងហើយម៉ែយល់ព្រមអត់គាត់ព្រមតាសុំម៉ែឲ្យកុំឲ្យកូនជាប់កម្មពីម៉ែដោះឲ្យកូនពីច្រើនពីមុនមកឥឡូវកូនដោះម៉ែវិញសុំឲ្យរួចគ្នាម៉ែអប់ឲ្យពរកូនមិនអីទេម៉ែមិនយកកម្មពីទេឲ្យកូនរួចគ្នាយ៉ាងម៉េចណាសងតែម្ដងហ្នឹងម៉ែឲ្យរួចតែហ្មងយើងចំណេញអញ្ចឹងយើងម៉ែដោះឲ្យកូនច្រើនដងណាស់អញ្ចឹងហើយបានគេថាបោះស្បុកហ្នឹងតំណាងឋានសួគ៌កូនម៉ែហែម៉ែឲ្យឡើងបោះស្បុកហ្នឹងមានន័យថាហែម៉ែឡើងឋានសួគ៌កូនចាក់ទឹកត្រជាក់លើគាត់ឲ្យគាត់បានភាពត្រជាក់ត្រជុំហើយកូនលាងដោយទឹកសាប៊ូក្អូបហៅថាសុគន្ធវេរីគឺលាងជំរះអំពើបាបក្លិនឆ្អាបចេះតែគាត់រស់ស៊ីចាំកូនក្រែងអាសត្វធាតុណាវិជេដាក់ទំនាយអីមកហើយចឹងទៅក្រែងលោវាមានបាបចឹងលាងជំរះបាបទាំងនោះប៉ុន្តែលាងមួយថ្ងៃវល់ល្ងាចសួរថាវាដាច់បាបឯដាច់ក្អែលវាដាច់ទឹកក្អែលទេបាបវាអត់ដាច់ទេចុះដាច់បាបនៅត្រង់ណានៅត្រង់កូនចៅសុំខមាទោសអាត្មាសុំសួរញោមមួយម៉ាត់កុំឲ្យអាចារ្យលឺញោមតាំងពីប៉ុនមកហ្នឹងញោមនៅស្រុកហ្នឹងអាចារ្យមានគេនាំកូនចៅសុំខមាទោសម៉ែឪដែរញោមមែនត្រូវណាញោមអាត្មាចូលចិត្តណាគ្រប់ត្រអាចារ្យណាដែលដឹកនាំកូនចៅឲ្យសុំខមាទោសម៉ែឪអាត្មាចង់បានអាចារ្យចង់ឧបមាថាបើអាត្មាធ្វើបុណ្យចម្រើនបច្ចុប្បន្នឲ្យយាយក្មេកអីក៏ចង់បានអាចារ្យចង់ដែរទេអានេះគ្រាន់តែឧបមាទេគឺអត់មានយាយក្មេកអីទេគ្រាន់តែឧបមាឧទាហរណ៍ថាបើសិនជាអាត្មាចម្រើនបច្ចុប្បន្នឲ្យម៉ែក្មេកអីក៏ចង់បានអាចារ្យចង់ដែរព្រោះចេះនាំកូនចៅឲ្យសុំខមាទោសហេតុមិនបានឲ្យសុំខមាទោសញោមមកឲ្យគ្រាន់តែរបស់មើលឃើញមិនជាពាក់គាត់រាប់មិនអស់ផងចុះអាមើលមិនឃើញតាំងពីសម្លក់សម្លឹងម៉ែឪបើមិនទាន់សុំទោសគាត់កើតឡើងភ្នែកវាចហើយបើធ្វើមុខកញ្ញើដាក់ម៉ែឪគាត់ជាព្រះមិនទាន់សុំទោសគាត់កើតឡើងមុខកញ្ញើខ្មៅកញ្ញើដូចភ្លើងឆេះគល់តែយ៉ាងអញ្ចឹងលេកលាទេសគាត់នៅតែជួយអត់ឈ្នះដែរចិត្តតែបន្ទោសឲ្យសែនម៉ែសែនឪបង្កើតកូនអយុត្តិធម៌ណាឲ្យអាបងស្អាតឲ្យអញមកខ្មៅកញ្ញើក្រក់សែនម៉ែសែនឪអយុត្តិធម៌អានោះឲ្យសែនចង់ឲ្យសែនប៉ុន្តែឯងពីមុនមកធ្វើមុខកញ្ញើដាក់ម៉ែឪអត់បានសុំទោសគាត់បានកម្មពីមុខកញ្ញើណាញោមណាហើយលោកតាអ្នកខ្លះប្រើម៉ែប្រើឪឲ្យមើលផ្ទះឲ្យមើលកូនឲ្យមើលចៅទៀតអូអានឹងកាន់តែវ័នកទៀតហើយសំណាងដែរស្រុកនេះអត់មានទីណាប្រើកូនប្រើយាយឲ្យមើលចៅណាញោមណាពីព្រោះឃើញយាយមកពេញរោងអាត្មាចំណាំតែស្រុកគេប្រើយាយឲ្យមើលចៅអត់សូវមានមនុស្សមកទេហើយលោកទេឲ្យទេប្រញាប់ទៅមើលចៅចូលបនទឹកខ្ញុំទៅហើយហេស្ដាប់លោកទេទៅទេលោកទេចៅយកម្លឹងហើយខ្ចីកង់គេមកផ្លែទេខ្លះហើយហូបអីតិចសិនហេមិនបានទេខ្ញុំប្រញាប់ទៅមើលចៅហូបបបរតិចហេមិនបានទេជាប់ប្រចាំមកជាប់មកថងបានមកថងយកទៅហ្មងហ
ហើយបើដូចនេះឲ្យឃើញកន្លែងនេះមានយាយតាមកច្រើនប្រហែលជាអត់សូវរវល់មើលចៅប្រមាណទេណាញោមណាប៉ុន្តែបើសិនជាមានអាចធ្វើមិនក្នុងសង្គមវាតែងតែជួយគ្នាអញ្ចឹងហើយបើគាត់ស្ម័គ្រចិត្តមកជួយមើលយើងអត់បាបទេណាញោមណាប៉ុន្តែបើយើងទៅប្រើគាត់បន្ថែមទៀតជាពាក់មកជាន់ទៀតជាពាក់តែខ្លួនយើងមិនសងមិនទាន់រួចផងជាពាក់ប្រើគាត់ឲ្យមើលចៅមកជាន់ទៀតកាលពីជាពាក់ខ្លួនយើងត្រឹមតែរាប់ទៅដល់ជាពាក់ថែមដល់ចៅវាឡើងរាប់ខាងបើអញ្ចឹងបំណុលកាន់តែទ្វេហើយបើអញ្ចឹងតើត្រូវរកវិធីដោះស្រាយតើវិធីដោះស្រាយបំណុលនោះត្រូវធ្វើម៉េចត្រូវធ្វើដូចគេអញ្ចឹងសុំខមាទោសម៉ែឪកាលណាម៉ែឪអត់ទោសឲ្យយើងរួចខ្លួនណាញោមណាហើយគាត់ជូនពរឲ្យយើងរស់ស៊ីមានបានវិញយើងរួចកម្មពីឥឡូវគ្រួសារគេថ្ងៃនេះគេបានធ្វើហើយចុះគ្រួសារដតីប្រើម៉ែប្រើឪដែរនោះគិតតែមិនទៅញោមតន់គាត់នៅរស់មិនរឹសថ្ងៃឲ្យហើយទៅញោមកុំចាំឆ្នាំក្រោយក្រែងដួលព្រោះទៅលែងស្ដីរកយើងហើយចង់សុំទោសអីសុំនៅរស់ឲ្យហើយបានគាត់អត់ទោសឲ្យតែដួលព្រោះអត់ទោសឲ្យយើងទេអាត្មានិយាយត្រង់ធ្លាប់ឃើញផ្ទាល់ហើយញោមគាត់ដួលព្រោះហើយស្លាប់ហើយនាំទៅរុនពុកឲ្យកូនសុំទោសម៉ែឲ្យកូនសុំទោសរុនមិនគាត់អត់ស្ដីរកយើងនេះនៅតែសម្រានធ្វើមកស្ញញអាចារ្យខ្ចប់កណាត់លើកចូលមកជួបភ្លើកអត់ស្ដីរកយើងទេអញ្ចឹងចង់សុំទោសសុំអីអាមិនទាន់គាត់នៅរស់អញ្ចឹងណាញោមណាអាត្រង់តែនឹងគេហៅចម្រើនបច្ចុប្បន្នមកបែបឈ្មោះថាជីវិតមហកិច្ចជីវិតមហកម្មជីវិតម៉ែឪមានន័យណាស់បានកូនមកថ្វាយគុំសុំទោសហើយជូនសម្ភារៈផ្សេងគាត់រំភើបត្រេកអររីករាយណាស់អមនុស្សខ្មោចព្រាយចងកម្មអីរត់អស់ហើយឃើញកូនគេមានធម៌កតញ្ញូម៉ែឪបានបុណ្យឡើងដោយស្ដេចចឹងហ្នឹងណាញោមណានេះចម្រើនបច្ចុប្បន្នមួយនិមន្តប្រសងមកចម្រើនព្រះបរិត្តឲ្យម៉ែឪស្ដាប់ម៉ែឪថ្វាយខ្លួនជាបាសោបាសិកាទទួលត្រៃសរណៈគុំខ្លាយជាកូនចៅព្រះនេះចម្រើនបច្ចុប្បន្នមួយទៀតឈ្មោះថាអាយុវឌ្ឍនកញ្ញយុវឌ្ឍនកម្មខ្មោចព្រាយអមនុស្សណាចង់យកម៉ែឪយើងគេលែងបៀតបៀនឲ្យព្រោះម៉ែឪយើងខ្លាយជាកូនចៅព្រះជាកូនសិស្សព្រះហើយគ្រូមន្តអាគមអមអាមណាតលខ្លាំងជាងព្រះបានធ្វើអីម៉ែឪយើងបានព្រោះម៉ែឪយើងកូនសិស្សព្រះអញ្ចឹងគ្រូរបស់ម៉ែយើងខ្លាំងគ្រូរបស់ម៉ែយើងគឺព្រះហ្មងអញ្ចឹងយើងលើកម៉ែឪយើងថ្វាយព្រះបានថ្ងៃនេះអញ្ចឹងចម្រើនបច្ចុប្បន្នមួយទៀតរីឯអនុប្រទានកិច្ចអនុប្រទានកម្មមានន័យថាយើងជួយគេជួយយើងរំដោះគ្រោះដល់ជីវិតដើរតាមផ្លូវឃើញគេលងទឹកជួយស្រង់គេឃើញគេខ្យល់កជួយសង្គ្រោះគេឃើញសត្វបាក់មេឈើសកត់យើងជួយឃើញសត្វធ្លាក់លងយើងកាយជួយសង្គ្រោះគេដល់ពេលយើងមានភ័យអាសន្នអន់ក្រក្នុងជីវិតយើងចេះតែមានគេមកជួយរហូតចេះតែសក់បានជាក្នុងទីនេះសំដៅទៅលើញោមខំដាំស្នបបបបភេទជ្ជៈជូនយាយជូនតាជូនកម្មាជូនសពុតជូនសរងដើម្បីឲ្យគេយកទៅប្រើប្រាស់ឲ្យជីវិតគេរស់ឲ្យគេបានសុខអានិសង្ឃបានមកខ្លួនយើងសុខសប្បាយអាយុវែងនេះហើយហៅថាអនុប្រទានកិច្ចអនុប្រទានកម្មនេះសម្រាប់អ្នកនៅរស់និងសម្រាប់អ្នកថ្វាយខ្លួនរីឯមេដាបេដាដែលស្លាប់ទៅអត់មានពិធីអីក្រៅពីនេះទេដែលល្អនោះគឺកូនចៅបានចូលមកធ្វើបុណ្យនេះហើយទី1ចូលប្រគិនផ្ទាល់ទី2កូនចៅអ្នកឧទ្ទិសទី3អ្នកស្លាប់នោះទទួលត្រេកអរបើអ្នកស្លាប់នោះមិនដឹងទេអាចារ្យជួយយ៉ាងកញ្ញិវិនិយាទេវតាទេវាកន្ធវានិវេតយងផ្ដាំផ្ញើតាមទេវតាទៅ10ឆ្នាំក៏ដោយ20ឆ្នាំក៏ដោយ30ឆ្នាំក៏ដោយញោមអត់មានចែកដាច់ពីគ្នាទេគឺទាំងអស់នឹងគេហៅថាបុណ្យតក្កិណានុប្រទានតក្កិណានុប្រទានមានន័យថាកម្មវិធីផ្ញើសហុយទៅឲ្យអ្នកស្លាប់យើងចង់ផ្ញើសហុយទៅឲ្យអ្នកស្លាប់ដល់អត់ដឹងផ្ញើតាមណាទេផ្ញើតាមវិញតាមអ៊ីម៉ានីទ្រូម៉ានីក្រែងស្រុកខ្មោចអត់មានវិញបើដូច្នេះមានតែផ្លូវផ្ញើម្យ៉ាងគត់តាមបែបតក្កិណានុប្រទានគឺយើងប្រកបដោយអង្គ3ដូចគ្នាគេផ្ញើតាមវិញទី1គេដាក់លុយចូលទី2គេប្រាប់លេខកូដទី3អ្នកនោះមកទទួលយើងផ្ញើទៅអ្នកស្លាប់ដូចគ្នាទី1ម្ចាស់បនចូលមកប្រគិនផ្ទាល់ទី2ម្ចាស់បនចូលមកអត់ទិសមកស្គាល់ដូនតាឈ្មោះអត់ទិសមកពីព្រោះខ្មោចមានរាប់លានខ្មោចមិនដឹងធ្វើឲ្យខ្មោចណាអញ្ចឹងអត់ទិសទៅឲ្យចំខ្មោចណាដែលយើងចង់ឲ្យមានន័យថាប្រាប់លេខកូដទៅគាត់ឲ្យលេខកូដទៅគាត់បានសិទ្ធបានឱកាសបានគាត់មកដកយកបានហើយបើគាត់មិនដឹងទេបានអាចារ្យទេវាគាត់ថ្វាយនិវេតយងផ្ដាំផ្ញើតាមទេវតានាំដំណឹងទៅប្រាប់គាត់នឹងទទួលបានហើយអញ្ចឹងលើសពី10ឆ្នាំក៏ដោយ20ឆ្នាំក៏ដោយ3ឆ្នាំក៏ដោយសរុបទៅគេហៅថាតក្កិណានុប្រទានគឺកម្មវិធីផ្ញើបញ្ជូនសហុយទៅឲ្យអ្នកស្លាប់នឹងណាញោមណាអញ្ចឹងចប់សពគ្រប់អស់ហើយញោមអើយសូមឲ្យបុណ្យកុសលនេះបានដល់បុព្វការីជនជីដូនជីតាមកងចិត្តចែសោហៀទាអ៊ីពេកៅកងសោអានអឹមសឹមខ្មោចមុនខ្មោចក្រោយ100ជាន់1000ជួត1000តម្រួតតាទូតទូតតាលាយលាដែលបាក់បែកចែកឋានទៅមានតាំងពីលោកឪពុកសោមហ៊ានមានតាំងពីអ្នកម្ដាយវត្តទៅមានតាំងពីលោកឪពុកម៉ៅហងមានតាំងពីញាតិកាក្នុងសង្សារវត្តដែលបាក់បែកចែកឋានទៅទាំងអស់ដែលយើងមិនអាចរៀបរាប់ឈ្មោះអស់តាំងពីបងប្អូននៅទីចិត្តទីឆ្ងាយស្នាយភ្លើងសាមគ្គីបទីបតឹងបទាយទឹកភូមិបឹងកត្រួញព្រៃស្វាព្រៃឈោព្រៃឈៀងកព្រៀងព្រៃស្លាលវាគោកអាកាចទួលព្រៃភ្នៅភូមិព្រៃតពុងភូមិដងកញ្ចំភូមិវាលតបុកភូមិគ្រោះកព្រៅសមកកងអង្គាសដីថ្កូវសម្រាប់ភូមិស្គីត្រាទាំងរមាំងទាំងចុងសាក់ដាំសាយទាំងអស់ណាញោមណាសូមឲ្យទទួលកុសលផលបុណ្យទាំងអស់ដែលកូនចៅបានឧទ្ទិសទៅនេះទទួលសោយសម្បត្តិទៅតាមសេចក្តីប្រាថ្នាសូមទេវតាអនុមោទនាបុណ្យនាំដំណឹងទៅប្រាប់ផងញាតិកាចែកជា2ញាតិកាមួយរបស់ម្ចាស់ទានប្រធានបុណ្យញាតិកាមួយយាយតាដែលអញ្ជើញមកចូលចាប់មគ្គផលមកស្ដាប់ធម៌ទេសនាក៏មានម៉ែឪដូនតាមកងបាក់បែកចែកឋានទៅដូចគ្នាសូមឲ្យឧទ្ទិសកុសលផលបុណ្យនេះបានដល់ដូនតាព្រោះក៏ដោយមិនព្រោះក៏ដោយយល់ក៏ដោយមិនយល់ក៏ដោយចេះតែធ្វើមុខដោយកំពុងតែព្រោះដោយកំពុងតែពេញចិត្តដោយកំពុងតែយល់ចឹងទៅណាញោមលើកទឹកចិត្តលោកកុំឲ្យលោកនឹងចេះបាច់ទៅមើលទៅមុខយាយតាជូអែមអង្គុយធ្វើមុខស្ងួតមាត់ចង់តែស្ងាតម្ដងចង់អង្គុយម្ដងចង់ក្រាបម្ដងចង់កន្ថែងសំបីធរនៅវែងក៏សង្ខេបលើកលែងលាញោមញាតទៅដែរតែធ្វើមុខជូអែមខ្លាចធរជូអែមតាម
ហើយបើញោមញាតធ្វើបន់ឲ្យមុខសោះទៅឲ្យបរោស៊ីធូកុំឲ្យធ្វើបន់មុខជូរបរោស៊ីតាំងធ្វើបន់មុខខឹងបរោស៊ីខាតហើយបើធ្វើមុខឲ្យស្អាតស្អាតពីឥឡូវទៅតែម្ដងចឹងបើញោមញាតអនុគ្រោះឲ្យលោកចេះតែមានកម្លាំងមើលទៅគេដូចជាកំពុងតែស្ដាប់ចូលកំពុងតែស្ដាប់យល់លោកចេះតែបាច់ទៅស្មានតែគេយល់ណាចឹងយល់ក៏ដោយមិនយល់ដោយព្រោះដោយមិនព្រោះដោយធ្វើដោយកំពុងតែយល់ណាស់កំពុងតែចូលណាស់កំពុងតែព្រោះណាស់ចឹងទៅណាញោមណាលើសលុះពាក្យពេចន៍លិចលើស្មើក្រមមិនសមមិនល្មមអីយ៉ាងណាសណ្ដោសប្រោះបណៃអង្គុយតាមអធិស្រ័យចង់ពេនភ្នែនក៏បានចង់សមាធិក៏បានចង់សណ្ដោកក៏បានកៅអីក៏បានអត់បាច់ខ្វល់អីទេឲ្យតែអង្គុយស្រួលហើយកុំស្ពះយូរពេកកុំឲ្យរួយដៃស្ពះតែមួយផ្លែតបានឲ្យដាក់ចុះទៅឲ្យតែស្ដាប់ធម៌បានបាច់ស្ពះយូរទេកុំឲ្យចុកដៃណាញោមចាំគេបែរកាមេរ៉ាចំចាំស្ពះទៀតបើញោមញាតអនុគ្រោះហើយនឹងបានថ្លាថ្លែងសម្ដែងចែកជូនជាទីសន្ដាប់ដូចតទៅសាធុវោអស់លោកអ្នកសាធុសពបរោះប្រុសស្រីទាំងឡាយមើលក្នុងសម្បត្តិបុណ្យទៅដាក់ចំណងជើងថាពិធីបុណ្យបច្ច័យ4និងតក្ខិណានុបទានអញ្ចឹងមុននឹងលើកសាច់ធរអាសត្រាបល័យកពីដីកាណាមួយយកមកសម្ដែងនិយាយពីចំណងជើងបុណ្យខាងដើមឲ្យហើយពាក្យថាបច្ច័យគ្រឿងអាស្រ័យ4ហ្នឹងរបស់4យ៉ាងឃើញដូច4កញ្ចប់សាដក4កទេល4ណាតែច្រឡំថាបច្ច័យ4ស្អីក៏4អញ្ចឹងណាប្រយ័ត្នតែច្រឡំថាបច្ច័យ4មានតែ4កញ្ចប់សាដកក៏4កញ្ចប់គ្រឿងអីក៏4មិនមែនទេប្រមាណកញ្ចប់ក៏បានដែរបច្ច័យ4ប្រមាណអង្គក៏បានដែរឲ្យតែមួយអង្គបាន4មុខអាហ្នឹងគេហៅបច្ច័យ4ឲ្យតែមួយអង្គហ្នឹងបាន4មុខមួយមុខហ្នឹងគ្រឿងស្លៀកពាក់សពុតស្បង់ស្បៃត្រៃជីពខោអាវមួយមុខហ្នឹងគ្រឿងហូបចុកបាយទឹកនំចំណីត្រីសាច់មួយមុខទៀតហ្នឹងគ្រឿងដេកនៅកទេលខ្នើយភួយមុងមួយមុខទៀតគ្រឿងថ្នាំពេទ្យ4មុខនេះគេហៅបច្ច័យ4ពេលកូនចៅធ្វើបុណ្យបច្ច័យ4និងតក្ខិណានុបទានឧទ្ទិសជូនមេត្តាបិតាបច្ច័យ4នេះមានន័យ2ន័យទី1សម្រាប់ខ្លួនយើងផ្ទាល់ន័យទី2សម្រាប់មេត្តាបិតាអ្នកធ្វើខ្លួនយើងផ្ទាល់ហ្នឹងយើងរស់រាល់ថ្ងៃដោយសារបច្ច័យ4ហ្នឹងហើយកុំឲ្យវាអស់ដាំពូជបន្តទៅទៀតពេលអ្នកធ្វើបច្ច័យ4ហ្នឹងវាសបោបច្ច័យ4អេវង្ចតបបច្ចយៈទេយកោសុខខាងវណ្ណតិតាស្មាទានណាំងសយ៉ាំពិបវត្តេតាពាំងអ្នកឲ្យបច្ច័យ4រមែងទទួលបានរបស់4ហ្នឹងមកវិញមានន័យថាទៅរកចំនួនជួញប្រែទៅទីណាក៏អត់ខ្វះគ្រឿងបច្ច័យ4សម្រាប់យើងហ្នឹងតាំងពីជាតិនេះតទៅតែម្ដងនេះបច្ច័យ4បានបន់ខ្លួនយើងប៉ុន្តែបច្ច័យ4ធ្វើជូនមេត្តាបិតាក៏ចែកជា2ដែរមួយផ្នែកមេត្តាបិតានៅរស់ធ្វើផ្ទាល់ប្រយ័ត្នទៅធ្វើប្រគេនទៅលោកដឹកទៅវត្តអស់ម៉ែអត់អដែលរបស់គាត់ប្រើប្រាស់គ្រឿងទាំង4យ៉ាងហ្នឹងទំនុកបំរុងគាត់តាំងពីខោអាវកទេលខ្នើយភួយមុងប្រែព្រំជាមចំរនាំងវាំងននឆ្នាំសកៅហើយបើម៉ែឪស្លាប់ទៅក៏ធ្វើឧទ្ទិសដើម្បីជូនបុណ្យទៅគាត់ដែរហេតុអីបានជាត្រូវធ្វើបច្ច័យ4ជូនដល់មេត្តាបិតាញោមញាតពុទ្ធបរិស័ទជួយឆ្លើយបន្តិចតាំងពីកើតមកទល់ប៉ុណ្ណេះតើស្លៀកសពុតខោអាវម៉ែអស់ប្រមាណកផ្លេម្នាក់អស់កតបប្រមាណផ្ទាំងម្នាក់សូមជួយឆ្លើយឲ្យអាត្មាឆ្លើយត្រូវជូនពិន្ទុ2លានស្លៀកសពុតខោអាវម៉ែអស់ប្រមាណកផ្លេហើយទម្រាំដល់ថ្ងៃនេះរាប់មិនអស់ថាអាត្មាចុះវាមិនបានរាប់ញោមអត់បានរាប់ដែរបើអញ្ចឹងអត់ដឹងដូចគ្នាប៉ុន្តែដឹងថាច្រើនចុះបើជាពាក់លុយគេ1000សងប្រមាណសង1000ជាពាក់2000សង2000ចុះបើជាពាក់គេអត់ដឹងប្រមាណសងប្រមាណសងអត់ដឹងវាមិនដឹងប្រមាណនឹងសងថាម៉េចអញ្ចឹងតាំងពីកើតមកស្លៀកសពុតខោអាវម៉ែឪនឹងអស់រាប់អត់ឈ្នះចឹងក្នុងធម៌យើងជាពាក់សពុតខោអាវម៉ែឪក្នុងធម៌គេហៅថាជាពាក់ជ័យវរៈបច្ច័យម៉ែឪមួយជាពាក់ដល់ថ្នាក់សងមិនអស់ឥឡូវសំណួរទី2បើញោមណាឆ្លើយបានជូនពិន្ទុ2លានកន្លះតាំងពីកើតមកទល់ប៉ុណ្ណេះហូបបាយម៉ែអស់ប្រមាណចានគិតជាអង្គអស់ប្រមាណកំប៉ុងហើយអត់ដឹងទៀតកាន់តែដូចអាត្មាមែនតែនអាត្មាក៏អត់ដឹងដែរមិនដឹងហូបបាយម៉ែអស់អង្គប្រមាណកំប៉ុងបាយប្រមាណចានសឡប្រមាណចាននេះតាំងពីតូចមកទល់ប៉ុណ្ណេះហើយបើដូច្នេះក្នុងធម៌គេហៅថាជាពាក់ចង្ហាន់បណ្ឌបាតគាត់
ចឹងជាពាក់បណ្ឌបាតបច្ច័យជាពាក់គាត់មកមុខទៀតហើយដល់ថ្នាក់នឹងសងប្រមាណរួចទេហើយឥឡូវទី3ញោមញាតតាំងពីកើតមកទល់ប៉ុណ្ណឹងដេកកទេលខ្នើយភួយមុងម៉ែតាំងអាធ្វើឲ្យលហែកតាំងអាធ្វើឲ្យឆ្អេះឆ្អាបនឹងអស់ប្រមាណកផ្លេម្នាក់ហើយអត់ដឹងទៀតដូចអាត្មាដូចមែនតើកាន់តែដូចអាត្មាក៏មិនដឹងដែរនៅពីក្មេងរឹតធំណាស់កទេលខ្នើយគេអាថ្មីជ្រើងឲ្យមិនក៏ដោយឈឺបត់ដៃបត់ជើងខ្ជិលប្រាប់គេណាដាក់ត្មងទៅព្រឹកឡើងគេលៀងហាថ្ងៃព្រាតខោអាវគេថ្មីឲ្យមិនក៏ដោយគេលើកពោតែមួយផ្លែតយ៉ាងកាញ់ជ្រោចទឹកដាក់គេភ្លាមបើដូច្នេះហើយកទេលខ្នើយភួយមុងរបស់ដេកនៅនឹងយើងប្រើរបស់ម៉ែប្រើដល់ថ្នាក់ផ្លេចគាត់ចំនួនមិនដឹងអស់ប្រមាណហើយបើមិនដឹងប្រមាណអញ្ចឹងសងគាត់ប្រមាណទៅវិញតែនឹងហើយដែលហៅថាយើងជំពាក់សេនាសនៈបច្ច័យម៉ែឪមួយទៀតហើយអូជំពាក់3ហើយតាហើយចុះមួយទៀតតាំងពីកើតមកទល់ប៉ុណ្ណេះលេបថ្នាំម៉ែអស់ប្រមាណគ្រាប់ហូបក្រែមកៃអស់ប្រមាណដុំទឹកកកប្រមាណកែវម្នាក់ហើយសូមឆ្លើយសត្វតអត់ដឹងទាំងអស់អាត្មាក៏មិនដឹងញោមក៏មិនដឹងជាពាក់ប្រមាណឬក៏មិនដែលហូបទេញោមអត់ដែលឈឺទេណាឈឺដែរដែលលេបថ្នាំដែរសត្វតែបើអញ្ចឹងជាពាក់របស់ម៉ែរបស់ឪជាពាក់ថ្នាំពេទ្យគាត់ជាពាក់ក្រែមកៃគាត់ជាពាក់អាដេញតកកគាត់ហើយជាពាក់ដល់ថ្នាក់មិនដឹងអញ្ចឹងក្នុងធម៌ក្នុងបាលីគេហៅតែជាពាក់គិលានភេសជ្ជៈបច្ច័យម៉ែអញ្ចឹងជាពាក់ម៉ែជាពាក់ឪ4មុខគ្រឿងស្លៀកពាក់នឹងចៃវរៈគ្រឿងហូបចុកនឹងបណ្ឌបាតគ្រឿងដេកនៅនឹងសេនាសនៈហើយគ្រឿងថ្នាំនឹងគិលានភេសជ្ជៈអាទាំង4មុខនឹងគេហៅអីគេហៅបច្ច័យ4អញ្ចឹងជាពាក់បច្ច័យ4ណាជាពាក់ម៉ែឪរស់ទល់ថ្ងៃនេះអាស្រ័យបច្ច័យ4របស់ម៉ែឪតាអញ្ចឹងហើយបានជាពេលគេសងគុណម៉ែឪគេត្រូវធ្វើបច្ច័យ4ព្រោះយើងជាពាក់បច្ច័យ4គាត់អូអញ្ចឹងតើណោះមកឲ្យកុំឲ្យតាអាយ៉ាងណូផាន់តេឬក៏សង្កសៈទេមៈអីទៅអីមេចាត់តារោបច្ចយេអីទៅវាចប់ប្រសងដឹកយកទៅវត្តអស់ម៉ែឪអត់ដដែលប្រយ័ត្នណាញោមណាមិនទិញកទេលខ្នើយភួយមុងជូនគាត់សម្រាប់ប្រើប្រាស់របស់បច្ច័យ4ធ្វើជូនម៉ែឪលើករបស់នឹងជូនទៅគាត់ឲ្យអស់ហើយគាត់ចង់ប្រគេនដាក់វត្តក៏ដាក់ទៅគាត់មិនដាក់ទុកប្រើក៏ប្រើទៅស្រឡាញ់គាត់អានឹងស្រឡាញ់គាត់អញ្ចឹងល្អកូនធ្វើជាមួយព្រះម៉ែឪធ្វើជាមួយព្រះសង្ឃនេះហើយបច្ច័យ4កូនជូនម៉ែជូនឪទៅទុកឲ្យគាត់យកទៅធ្វើណាទៀតក៏ធ្វើទៅបើមិនធ្វើទេទុកប្រើក៏ទុកទៅកូនចៅធ្វើប៉ុណ្ណេះឈ្មោះថាសងគុណសងបច្ច័យ4ម៉ែឪហើយសួរមួយទៀតលេងបន្តិចទៅញោមតាំងពីកើតមកទល់ប៉ុណ្ណេះម៉ែងូតទឹកឲ្យប្រមាណដងម្នាក់ដោះកែលឲ្យប្រមាណដងហើយដោះកន្លែងណាខ្លះ100ដងច្រើនណាជួនកាលមួយថ្ងៃ2 3ដងហើយដោះកន្លែងណាខ្លះដោះអាទាំងអស់តាណាក៏ដោះដែរគេឃើញអស់លេងគេស្គាល់អស់ប៉ុន្តែមិនដឹងថាប្រមាណដងចុះបើគាត់ងូតទឹកឲ្យយើង2000ដងដោះកែលឲ្យយើង2000ដងចុះយើងងូតទឹកដោះកែលឲ្យគាត់បាន2000ដងស្មើគ្នាហើយនៅទេដូច្នេះបើគិតត្រួសគ្រាន់តែរឿងប៉ុណ្ណឹងជាពាក់គុណម៉ែគុណឪច្រើនណាស់បានថាគ្រាន់តែខ្លួនយើងមួយមុខណាជាពាក់ប៉ុណ្ណេះនេះផ្លូវកាយចុះនៅផ្លូវវិចារនិងផ្លូវចិត្តអ្នកខ្លះធ្លាប់សម្លក់សម្លឹងម៉ែឪតាំងពីដើមមកអ្នកខ្លះធ្វើមុខកញ៉េដាក់ម៉ែឪហើយអត់ទាន់សុំទោសគាត់អានឹងដល់កើតឡើងមកមុខអត់ស្អាតទេមកសម្បុកគេស្អាតទាំងអស់ឯងកញ៉ៅតែម្នាក់ឯងមុខកញ៉ៅដូចគុំស្បូវមុខខ្មៅកញ៉េះមើលតែភ្លើងឆេះគល់ទៅយ៉ាងអត់ស្អាតចិត្តបន្ទោសម៉ែមិនដឹងស្អីទេម៉ែបកើតកូនមកអយុត្តិធម៌ណាឲ្យអាបងស្អាតឲ្យឯងអត់ស្អាតសែនម៉ែសែនឪអយុត្តិធម៌អាសែនវិញចង់ឲ្យសែនប៉ុន្តែឯងធ្វើមុខកញើដាក់ម៉ែឪស្ដីនិយាយបដៅព្រើអីធ្វើមុខកញើដាក់គាត់អត់បានសុំទោសគាត់ជាព្រះអរហន្តអញ្ចឹងកើតមកមុខកញើហើយលោកតែសម្លក់គាត់ទៀតកើតមកភ្នែកវាញោមហើយលោកតែប្រើគាត់ចោះឡើងឲ្យមើលកូនមើលចៅទៀតអូអានឹងស្រួលកើតមកខ្ញុំពង្រើគេណាញោមគេប្រើឲ្យអូសអាទេសអូសអីដូចគោដូចកបីអញ្ចឹងណាឬក៏គេប្រើឲ្យមើលកូនមើលចៅប៉ុន្តែអ្នកស្រុកនេះសំណាងធំមួយដោយសារមិនសូវមានកូនចៅណាយកចៅមកផ្ញើយាយទេណាញោមណាអត់មានទេណាអត់មានយាយណាជាប់ចៅទេអត់មានពីណាយកមកផ្ញើទេណាដូចជាមិនជឿទេពីព្រោះអញ្ចេះបានជាថាមិនជឿហ្នឹងស្រុកណាតែមានយាយតាមើលចៅអត់សូវស្ដាប់លោកទេប្រហែលទេមកដល់នៅ10 4 10នាក់ទៅផ្ទះវិញអស់ហើយមកចូលប៉ុនប៉ិបហូបបបរសិនអត់ទេចៅនៅផ្ទះប្រញាប់ងហូបបបរតិចហើយមិនបាច់ទេជាប់ថងមកបានមកថងយកទៅបាតខ្លះមកហូបបាយសិនហីបានទេបានហូបបាយទេប្រញាប់ទៅមើលចៅហូបបាយបានទេខ្លះតើស្ដាប់លោកទេសិនហូទេលោកទៅចៅដល់12ខ្ចីកងគេមកផ្លែទេ
nhằm chạy dùng mà lắm bữa thảo mà chọn mà thom mà do tay mình bàn hộp luôn anh tới bàn chạy rồi hay tham gia chỉ năm thao từ miền chạy cho đến bàn sơi đập lục tê bàn nơi thế màu bên bàn mà thong từ bên nhỏ hết về nhập chạy ở đó là khơi nơi bên ruộng này chắc bán chia tham gia kết thập hai chỉ miền chạy mưa lên hả ô ngày giờ tết mền bữa con mà tết hai bàn còn năng đấy nó tham gia xem ăn từ miền từ khang sọc tham gia đó hay mình đang dây năng miền mưa chạy đây bờ trắng về đôi tật kia đấy rồi nơi không sừng cung ní về bạn trắng bây giờ mình chui mưa trái mai ơi kia ăn ban thuê cá dưỡng có phải ăn lôi chạy đây hay bữa kia trai cho rong chặt bàn lôi bàn cá dưỡng nó có phải bàn đây thay tật thay lương mà hôm mà ha sợi tôm của hôm của nhom pin thay bữa mình cho con từ nhà máy là na từ chỗ bờ trắng về trai từ chui kia từ vinh từ máu chỉ riêng thon mà đa không sừng cung này nhom ná có bàn tay này nhom có bàn tay bà sân chỉ mày nâng sạ chặt chui mưa dương ọt bà tê hay bữa con mình sạ chặt tê cái phong cho lũ ăn cha hay bị cô tại vì mau chỉ bạch đây chỉ bạch chương của ai ở lâu ai bị chưประมาณ ngày ọt khơi cô nam mà có cho là tất cô bị ở hàng co có ở bên khơi cô nam mau so cái phong cho tân ao từ cô mau ngang trời có cho sạch tại kỳ máu đặt chạy một nhà ở đầm đòn chun lôi mai pi pon nhà ôn phong là nghe mà vô vinh từ bạc
Thank you.